ញ៉ាំទៅនៅសល់ច្រើនណាស់បើហត់ស្នាក់នៅទីនេះសិនក៏បានដែរស្អែកចាំគិតទៀតនៅលើចិញ្ចើមផ្លូវក្តៅហុយផ្សែងអ្នកស្រីជនបរទេសម្នាក់គ្មានលុយគ្មានទីដៅនៅកន្លែងដដែលនោះបុរសអ្នកបើកបរឡានដឹកទំនិញធម្មតាម្នាក់បានឈប់ដោយសារតែអាណិតឃើញនរណាម្នាក់កំពុងស្រេកឃ្លានគ្មានអ្នកណាដឹងទេការជួបគ្នាដ៏សាមញ្ញបំផុតនោះហើយដែលនឹងផ្លាស់ប្ដូរជីវិតរបស់ពួកគេជារៀងរហូតពីកែវតែទឹកកកមួយពីនំចៀនមួយថង់ពីចិត្តសប្បុរសតូចមួយដែលស្ទើរតែគ្មានន័យក៏បានកើតចេញជារឿងស្នេហាដែលពួកគេមិនធ្លាប់នឹកស្មានដល់មុននឹងចូលដល់ដើមរឿងខ្ញុំសូមណែនាំឲ្យបងប្អូន comment ពីតំបន់ណាដែលអ្នកកំពុងទស្សនារឿងនេះហើយកុំភ្លេច like comment និង subscribe ដើម្បីឲ្យ channel របស់គូញ៉ាម Studio អាចរីកចម្រើននិងអាចបង្កើតរឿងបំផុសគំនិតផ្សេងទៀតបានសង្ឃឹមថាអ្នកដែលបាន like comment និង subscribe នឹងមានសុខភាពល្អនិងបានសម្រេចរាល់បំណងប្រាថ្នាអាម៉ែងល្ងាចថ្ងៃមួយនៅកណ្ដាលក្រុងដែលមានមនុស្សអ៊ូអរសំឡេងស៊ីផ្លេឡានលាន់រកងរំពងនិងជំហានជើងមនុស្សដើរកាត់គ្នាទៅវិញទៅមកដោយមិនបានចាប់អារម្មណ៍ក្នុងចំណោមភាពអ៊ូអរនោះស្ត្រីម្នាក់សក់ពណ៌ទង់ដែងញញែញ៉ៃនិងផ្ទៃមុខស្លេកស្លាំងអង្គុយនៅទីនោះនាងឈ្មោះថាបុប្ផាវ៉ាលីតូចមួយបើកនៅក្បែរនាងសម្លៀកបំពាក់ខ្លះរបស់នាងរីប៉ាយហើយទូរស័ព្ទរបស់នាងបរាជ័យជាច្រើនដងក្នុងការភ្ជាប់ទៅលេខស្ថានទូតខ្យល់ក្តៅបក់បោកប៉ះស្បែកធ្វើឲ្យញើសរបស់នាងហូរដូចគ្រាប់ទឹកអំបិលដែលក្រហាយនាងកាន់ពោះរបស់នាងដែលកំពុងតែសូរក្រហមតាំងពីព្រឹកមកនាងមិនទាន់បានញ៉ាំអ្វីទាំងអស់កាបូបលុយបាត់លិខិតឆ្លងដែនបាត់ហើយគ្មានមិត្តភ័ក្តិឬក្រុមគ្រួសារណាម្នាក់ដែលនាងអាចតាក់ទងបានទេអ្នកដំណើរឆ្លងកាត់គ្រាន់តែមើល Seculars រួចក៏បន្តរវល់ជាមួយការងាររបស់ពួកគេវិញពិភពលោកហាក់ដូចជាបន្តទៅមុខដោយមិនផ្ដល់កន្លែងឲ្យកុបុប្ផាដកដង្ហើមសំឡេងក្រហមម៉ាស៊ីនធំមួយខិតចូលមកពីចម្ងាយឡានដឹកទំនិញ Fuso ពណ៌ទឹកក្រូចបានឈប់នៅភ្លើងស្តុបក្បែរចិញ្ចើមផ្លូវដែលកុបុប្ផាអង្គុយពីក្នុងកាប៊ីនបុរសសាមញ្ញម្នាក់ពាក់អាវយឺតចាស់រហែកសម្លឹងមើលទៅអ្នកស្រីជនបរទេសម្នាក់នោះដោយភាពភ្ញាក់ផ្អើលនិងភ័យខ្លាចអ្នកបើកបរនោះឈ្មោះថាវវីរៈសង្កេតមើលយូរជាងនេះមានអ្វីមួយនៅក្នុងក្រសែភ្នែករបស់កុបុប្ផាដែលធ្វើឲ្យគាត់ស្ទាក់ស្ទើរក្នុងការងាកមើលទៅមុខវិញភ្លើងស្តុបក្រហមនៅតែឆេះប៉ុន្តែគំនិតរបស់គាត់កំពុងវិលវល់គាត់ក៏មកឃើញជនបរទេសនៅក្នុងតំបន់នោះណាស់ជាពិសេសអ្នកដែលអង្គុយតែម្នាក់ឯងដូចជាទើបតែបាត់បង់អ្វីទាំងអស់នៅពីក្រោយបង្អួចដែលទម្លាក់ចុះខ្យល់ក្តៅក្នុងទីក្រុងបានបក់បោកនាំសម្លេងដកដង្ហើមដ៏ខ្សោយរបស់កុបុប្ផាគូភ្លើងស្តុបត្រឡប់មកបៃតងវិញអ្នកបើកបរឡានផ្សេងទៀតបានចុចស៊ីផ្លេប៉ុន្តែគូវីរៈមិនបានបើកបរទៅភ្លាមទេគាត់បែរជាទៅចតឡានរបស់គាត់មិនឆ្ងាយពីចិញ្ចើមផ្លូវដោយជំហានស្ទាក់ស្ទើរប៉ុន្តែពោពេញដោយភាពក្លាហានវីរៈក៏បានចុះពីឡានដឹកទំនិញគាត់ដើរទៅជិតកុបុប្ផាខណៈពេលកំពុងជូតញើសនៅថ្ងាសសំឡេងគវីរៈតិចប៉ុន្តែច្បាស់គឺបងស្រីអូនកើតអីអូនមើលទៅអស់កម្លាំងខ្លាំងណាស់គឺបុប្ផាងាកមកដោយភ្នែកក្រហមនាងព្យាយាមឆ្លើយប៉ុន្តែសំឡេងរបស់នាងដាច់និងស្ទាក់ស្ទើរភាសាខ្មែររបស់នាងនៅមានកម្រិត I lost my bag no money no place to go វីរៈងក់ក្បាលមិនមែនដោយសារតែគាត់យល់ទាំងអស់នោះទេប៉ុន្តែដោយសារតែគាត់ដឹងថាមនុស្សស្រីឃ្លានមានភាសាស្កបេះដូងរបស់គាត់រំជួលចិត្តនៅពេលឃើញមុខបុប្ផាឡើងក្រហមដោយសារតែភាពខ្មាស់អៀននិងភាពស្រេកឃ្លានគវីរៈក្រឡេកមើលទៅហាងតូចមួយដែលមិនឆ្ងាយពីកន្លែងនោះចាំទីនេះខ្ញុំទៅយកភេសជ្ជៈសិនគវីរៈនិយាយ2-3នាទីក្រោយមកគាត់ត្រឡប់មកវិញដោយកាន់តែទឹកកកមួយកែវដែលនៅតែសាមញើសនិងនំចៀនក្តៅមួយថង់គាត់ហុចវាទៅកុបុប្ផាដោយដៃរៀងញ័រហាក់ដូចជាខ្លាចជនបរទេសនោះបដិសេធឬយល់ខុសប៉ុន្តែអ្វីដែលកើតឡើងគឺផ្ទុយពីនេះកុបុប្ផាទទួលដោយដៃទាំងពីរដែលមើលទៅទន់ខ្សោយហើយផឹកតែទឹកកកនោះភ្លាមរហូតដល់ពាក់កណ្ដាលកែវនាងដកដង្ហើមធូរស្រាលភ្នែករបស់នាងភ្លឺបន្តិចជាលើកដំបូងក្នុងថ្ងៃនោះកុបុប្ផាបានញឹមតូចមួយដែលធ្វើឲ្យវីរៈស្ងាត់មួយសន្ទុះបន្ទាប់មកដោយមិនដឹងខ្លួនអ្វីមួយបានចាប់ផ្ដើមផ្លាស់ប្ដូរក្នុងចិត្តរបស់គាត់គោលបំណងតូចមួយដែលដំបូងគ្រាន់តែចង់ជួយនរណាម្នាក់នៅតាមផ្លូវឥឡូវនេះបានប្រែក្លាយជាកម្លាំងជំរុញកាន់តែខ្លាំងគាត់មិនចង់ទុកស្ត្រីម្នាក់នេះនៅម្នាក់ឯងទៀតទេមានអ្វីមួយក្នុងស្ថានភាពរបស់កុបុប្ផាដែលធ្វើឲ្យគាត់មានអារម្មណ៍ថាត្រូវធានាថាស្ត្រីនោះមានសុវត្ថិភាពទោះបីជាគាត់ខ្លួនឯងមិនទាន់ដឹងថាត្រូវធ្វើយ៉ាងណាក៏ដោយ
ឈុតឆាកល្ងាចនោះបានបញ្ចប់ដោយកបុប្ផានៅតែកាន់កែវតែទឹកកកនិងនំជៀនខណៈដែលគូវីរៈឈរក្បែរនាងសម្លឹងមើលចិញ្ចើមផ្លូវដែលចាប់ផ្ដើមងឹតហាក់ដូចជាកំពុងស្វែងរកចម្លើយពីវាសនាដែលភ្លាមបាននាំពួកគេមកជួបគ្នាគូវីរៈមិនទាន់ដឹងទេកបុប្ផាក៏មិនទាន់ដឹងដែរប៉ុន្តែការជួបគ្នាដ៏ខ្លីនោះទោះបីជាសាមញ្ញយ៉ាងណាក៏ដោយក៏ហាក់ដូចជានឹងផ្លាស់ប្ដូរជីវិតរបស់ពួកគេជារៀងរហូតថ្ងៃលិចបន្តិចម្ដងប្រែទៅជាពេលយប់ខណៈដែលភ្លើងហាងនិងតូបនៅជុំវិញចិញ្ចើមផ្លូវចាប់ផ្ដើមបើកផ្លូវនៅតែអ៊ូអរប៉ុន្តែបរិយាកាសកាន់តែទន់ភ្លន់ដោយសារពន្លឺពណ៌លឿងពីភ្លើងទីក្រុងកបុប្ផាអង្គុយអបជង្គង់ប៉ុន្តែពេលនេះមុខរបស់នាងមិនអស់សង្ឃឹមដូចមុនទេតែទឹកកកដែលនៅសល់ពាក់កណ្ដាលនិងនំជៀនពីរដុំបានផ្ដល់កម្លាំងបន្តិចបន្តួចដែលធ្វើឲ្យនាងអាចដកដង្ហើមបានស្រួលជាងមុនវីរៈឈរមិនឆ្ងាយពីទីនោះគាត់សង្កេតមើលមានអារម្មណ៍បារម្ភដែលគាត់ពិបាកពន្យល់គាត់អេះក្បាលព្យាយាមរកពាក្យដែលសមដើម្បីចាប់ផ្ដើមនិយាយគ្នាម្ដងទៀតប៉ុន្តែមុននឹងគាត់និយាយកបុប្ផាបានសម្លឹងមើលគាត់ហើយនិយាយតិចប៉ុន្តែច្បាស់អរគុណគវីរៈអ្នកជាមនុស្សល្អណាស់គវីរៈងក់ក្បាលយ៉ាងលឿនរៀងឆ្កងអត់អីទេខ្ញុំគ្រាន់តែគិតថាអ្នកឃ្លានក្បាលមនុស្សឃ្លានហើយគួរឲ្យអាណិតបុប្ផាញឹមតិចពេលឮពាក្យជ្រើសរើសរបស់គវីរៈដែលស្មោះត្រង់និងបរិសុទ្ធខ្ញុំភ័យណាស់ខ្ញុំមិនដឹងថាត្រូវទៅណាទេគវីរៈអូសម្លឹងមើលឆ្វេងស្ដាំយប់កាន់តែងឹតហើយខ្យល់ចាប់ផ្ដើមត្រជាក់គាត់ដឹងថាកន្លែងនេះមិនមែនជាកន្លែងសុវត្ថិភាពសម្រាប់ស្ត្រីម្នាក់ឯងទេជាពិសេសស្ត្រីបរទេសគាត់ដកដង្ហើមវែងរួចអង្គុយក្បែរកបុប្ផាចឹងបងស្រីកបុប្ផាអូនមានអ្នកណានៅទីនេះទេអត់មានអ្នកណាទេយីសន្តាគាអត់បានទេអត់មានលុយគវីរៈដកដង្ហើមធំស្ថានភាពនេះស្មុគស្មាញប៉ុន្តែបើគាត់ទុកបុប្ផាចោលតែម្នាក់ឯងមុនសិការបស់គាត់នឹងត្រូវរងទុក្ខគាត់ព្យាយាមគិតតាមហេតុផលប៉ុន្តែបេះដូងរបស់គាត់ដើរលឿនជាងហេតុផលខ្ញុំនៅផ្ទះជួលក៏កន្លែងសាមញ្ញទេបើអូនចង់បានអូនអាចស្នាក់នៅសិនរហូតដល់អូនបានដំណឹងពីស្ថានទូតបុប្ផាងឿងឆ្ងល់នាងស្ងាត់យូរភ្នែករបស់នាងធ្លាក់ចុះទៅលើឥដ្ឋរួចក៏ងើបមើលគវីរៈគវិញក៏ផ្ទះជួលនោះមានសុវត្ថិភាពទេវីរៈងក់ក្បាលយ៉ាងលឿនគឺមានសុវត្ថិភាពមានម្ចាស់ផ្ទះជួលផងដែរគឺមានអ្នកចិត្តខាងច្រើនខ្ញុំមិនមែនជាមនុស្សអាក្រក់ទេគឺខ្ញុំគ្រាន់តែជាអ្នកបើកឡានរកស៊ីប៉ុណ្ណោះបុប្ផាញឹមម្ដងទៀតលើកនេះរៀងកក់ក្ដៅបន្តិចខ្ញុំអត់មានជំរឿផ្សេងទេអរគុណច្រើនគវីរៈក្រោកឈររួចទះខោរបស់គាត់ដែលមានធូលីក្អញ្ចឹងបើអីចឹងតោះឡើងឡានតែយឺតណាស់ឡើងរៀងខ្ពស់បន្តិចបុប្ផាក្រោកឈរដោយវ៉ាលីតូចរបស់នាងនៅពេលដែលព្យាយាមឡើងទៅក្នុងកាប៊ីនឡានដឹកទំនិញហ្វីសនាងស្ទើរតែរអើបន្តិចធ្វើឲ្យគវីរៈរត់ទៅចាប់ដៃនាងយ៉ាងប្រញាប់ពួកគេទាំងពីរនាក់ភ្ញាក់ផ្អើលគ្នាទៅវិញទៅមករួចក៏សើចតិចនៅពេលនោះមានអ្វីមួយដែលមានអារម្មណ៍ខុសគ្នាអ្វីមួយដែលទន់ភ្លន់ប៉ុន្តែអាចកំបាំងដូចជាខ្យល់ដែលផ្លាស់ប្ដូរទិសដៅដោយមិនបានដឹងកាប៊ីនឡានដឹកទំនិញនោះសាមញ្ញមានខ្សែឆ្នូតតូចមួយម៉ាស៊ីនត្រជាក់តូចមួយនិងក្លិនប្រេងក្រអូបបុប្ផាអង្គុយអបវ៉ាលីខណៈពេលដែលគូវីរៈក៏បញ្ឆេះម៉ាស៊ីនឡានដឹកទំនិញដែលញ័រតិចក្នុងអំឡុងពេលធ្វើដំណើរទៅផ្ទះជួលពន្លឺភ្លើងទីក្រុងបានឆ្លងកាត់បង្អួចបង្កើតជាស្រមោលរំរែកបុប្ផាសម្លឹងមើលទិដ្ឋភាពនោះដោយភ្នែកដែលចាប់ផ្ដើមធ្ងន់ខណៈពេលដែលគូវីរៈជួនកាលក្រឡេកមើលទៅនាងក្អូនមកពីណាមុននៅចិញ្ចើមផ្លូវវីរៈសួរយឺតមកពីផ្សារខ្ញុំរកជំនួយតែមនុស្សមិនយល់ឬខ្ញុំដែលមិនអាចពន្យល់បានហើយការបូបលុយបាត់យ៉ាងម៉េចរឿងខ្ញុំមិនដឹងប្រហែលជាធ្លាក់ប្រហែលជាគេលួចគវីរៈធ្ងោដោយក្តីរំខានមិនមែនចំពោះបុប្ផានោះទេប៉ុន្តែចំពោះពិភពលោកដែលហាក់ដូចជាខូចខើគួរឲ្យអាណិតអូនគួរសំណាងហើយដែលខ្ញុំឆ្លងកាត់ក៏បើអត់ទេវ៉ាយខ្ញុំអត់ហ៊ានគិតទេបុប្ផាគួរសម្លឹងមើលមុខវីរៈដែលងឹតដោយពន្លឺភ្លើងផ្លូវអ្នកតែងតែនិយាយត្រង់មែនទេវីរៈព្រឺសម្បុរគឺមិនក៏មិនអីចឹងខ្ញុំជាអ្នកបើកឡានបើកុហករឹតតែភ័យខ្លួនឯងកបុប្ផាលុះសាច់តិចស្នាមញឹមដែលធ្វើឲ្យកាប៊ីនឡានដឹកទំនិញមានអារម្មណ៍កក់ក្ដៅជាងមុនការធ្វើដំណើរនោះមិនយូរទេប៉ុន្តែរាល់វិនាទីបានបន្ថែមនូវអារម្មណ៍ចង់ដឹងចង់ឃើញអំពីថាទំនាក់ទំនងចម្លែក
ប៉ុន្តែស្រស់ស្អាតនេះនឹងនាំពួកគេទៅណាគូវីរៈក៏ខ្លួនឯងមិនយល់ថាហេតុអ្វីបានជាគាត់យកចិត្តទុកដាក់ចំពោះបុប្ផាក៏ខ្លាំងម្លេះគាត់គ្រាន់តែដឹងថាមានកម្លាំងជំរុញដ៏ខ្លាំងក្លានៅក្នុងខ្លួនគាត់ដែលនិយាយថាស្ត្រីម្នាក់នេះត្រូវបានការពារនៅពេលឡានដឹកទំនិញឈប់នៅមុខច្រកផ្ទះជួលពេលយប់ស្ងាត់ជ្រុងពន្លឺភ្លើងផ្ទះអ្នកភូមិស្រអាប់ហើយបរិយាកាសមានអារម្មណ៍ស្ងប់ស្ងាត់ជាងមុននេះជាកន្លែងខ្ញុំគវីរៈនិយាយគឺបុប្ផាចុះយឺតពួកគេដើរទន្ទឹមគ្នាឆ្លងកាត់ច្រកតូចចង្អៀតហើយពីចម្ងាយមើលឃើញអគារផ្ទះជួលសាមញ្ញពន្លឺពណ៌លឿងបំភ្លឺរានហារបស់វាកន្លែងនោះតូចមិនប្រណីតប៉ុន្តែមានអារម្មណ៍កក់ក្ដៅនិងរស់រវើកបុប្ផាសម្លឹងមើលផ្ទះជួលនោះយូររួចក៏សម្លឹងមើលគវីរៈក៏ខ្ញុំអាចស្នាក់នៅទីនេះបាន2-3ថ្ងៃទេបានក៏ចាត់ទុកថាជាផ្ទះបណ្ដោះអាសន្នគវីរៈញឹមតិចប៉ុន្តែបេះដូងរបស់គាត់លោតញាប់ដោយគ្មានហេតុផលច្បាស់លាស់យប់នោះដោយមិនដឹងខ្លួនជំពូកថ្មីក្នុងជីវិតរបស់ពួកគេបានចាប់ផ្ដើមហើយវាសនាដែលតែងតែធ្វើការដោយស្ងៀមស្ងាត់ចាប់ផ្ដើមត្បាញខ្សែស្រឡាយដែលនៅពេលក្រោយនឹងនាំពួកគេទៅកាន់រឿងរ៉ាវដ៏ធំធេងជាងគ្រាន់តែជាការស្នាក់នៅមួយយប់ដងងឹតយប់នោះមានអារម្មណ៍ខុសគ្នាសម្រាប់គឺបុប្ផាបន្ទាប់ពីច្រើនថ្ងៃពោពេញដោយការព្រួយបារម្ភនិងភាពភ័យខ្លាចនាងក៏បានបោះជំហានចូលកន្លែងមួយដែលទោះបីជាសាមញ្ញក៏ដោយក៏បានផ្ដល់នូវអារម្មណ៍សុវត្ថិភាពទ្វារផ្ទះជួលបន្លឺសំឡេងតិចនៅពេលគវីរៈបើកវាក្លិនឈើចាស់លីឡំជាមួយក្លិនសាប៊ូបោកខោអាវថោកបានស្វាគមន៍ពួកគេភ្លាមនេះជាបន្ទប់ជួលតូចមួយដែលមានបន្ទប់គេងមួយក្រែស្ដើងមួយម៉ាស៊ីនត្រជាក់ជាប់ជញ្ជាំងនិងធ្នើដាក់ខោអាវតូចមួយដែលបត់យ៉ាងសាមញ្ញនៅជ្រុងបន្ទប់មានចង្ក្រានមួយនិងឆ្នាំងតូចមួយសាមញ្ញប៉ុន្តែមើលទៅស្អាតបាតនិងថែទាំបានល្អដែលឆ្លុះបញ្ចាំងពីលក្ខណៈរបស់ម្ចាស់បន្ទប់នេះតូចប៉ុន្តែសង្ឃឹមថាអូនស្រួលខ្លួនគវីរៈនិយាយខណៈឯក្បាលបុប្ផាដើរចូលយឺតនាងប៉ះវាំងនឹងស្ដើងនៅបង្អួចហើយមើលទៅគ្រែដែលរៀបចំយ៉ាងស្អាតនេះល្អណាស់វាមានសុវត្ថិភាពជាងនៅតាមផ្លូវវីរៈញឹមធូរស្រាលអូនគេងលើគ្រែខ្ញុំគេងលើឥដ្ឋក៏ខ្ញុំទៅយកកន្ទេលនៅខាងក្រៅក៏ហេកុំអីចឹងអីអ្នកហត់ធ្វើការគឺអ្នកគេងលើគ្រែទៅគវីរៈគ្រវីក្បាលយ៉ាងលឿនអូនជាភ្ញៀវក៏មិនខ្ញុំគេងស្រួលអូនគេងលើឥដ្ឋអត់ទេបុប្ផាចង់ប្រកែកប៉ុន្តែទឹកមុខរឹងរូសរបស់គវីរៈធ្វើឲ្យនាងដកដង្ហើមធំហើយងក់ក្បាលក៏បានតែស្អែកយើងទិញកន្ទេលថ្មីណាខ្ញុំមិនចង់ឲ្យអ្នកគេងមិនស្រួលទេគវីរៈឧស្សាហ៍តិចអូយអ្នកស្រីបរទេសយកចិត្តទុកដាក់ម្លេះបុប្ផាក៏ផ្អៀងក្បាលក៏ការយកចិត្តទុកដាក់ជារឿងធម្មតាក៏ភ្លាមនោះទឹកមុខគវីរៈប្រែប្រួលមានអ្វីមួយដែលធ្វើឲ្យគាត់ស្ងាត់ស្ងៀម2-3វិនាទីយូរជាងធម្មតាមុនពេលគាត់ញឹមម្ដងទៀតនៅខាងក្រៅសំឡេងកណ្ដូបលីឡំជាមួយខ្យល់ពេលយប់ដ៏ខ្សឹបខ្សៀវធ្វើឲ្យបរិយាកាសផ្ទះជួលកាន់តែស្ងប់ស្ងាត់វីរៈចេញទៅក្រៅមួយសន្ទុះដើម្បីយកកន្ទេលហើយនៅពេលគាត់ត្រឡប់មកវិញបុប្ផាកំពុងអង្គុយនៅគែមក្រែខណៈសម្លឹងមើលវ៉ាលីតូចរបស់នាងក៏ខ្ញុំនៅតែមិនជឿថាទាំងអស់នេះបានកើតឡើងបុប្ផាខ្សឹបគូសំខាន់អូនមានសុវត្ថិភាពស្អែកយើងចាំដោះស្រាយជំហានបន្ទាប់គេប្រហែលជាស្អែកខ្ញុំរកស្ថានទូតម្ដងទៀតក្បាត់ខ្ញុំជូនទៅដើម្បីកុំឲ្យអូនវង្វេងបុប្ផាគូសម្លឹងមើលវីរៈយូក៏ហេតុអ្វីអ្នកជួយខ្ញុំដល់ម្លេះសំណួរនោះធ្វើឲ្យគូវីរៈស្ងាត់ស្ងៀមគាត់សម្លឹងមើលឥតហាក់ដូចជាចម្លើយត្រូវបានសរសេរនៅទីនោះខ្ញុំមិនដឹងក៏ប្រហែលជាខ្ញុំគ្រាន់តែអាណិតហើយអូនមើលទៅនៅម្នាក់ឯងណាស់ពីភាពស្ងៀមស្ងាត់ព្យួរ2-3វិនាទីភាពស្ងៀមស្ងាត់ដែលចម្លែកមិនធ្វើឲ្យឆ្កងបែរជាធ្វើឲ្យបន្ទប់មានអារម្មណ៍កាន់តែជិតស្និទ្ធអ្នកជាមនុស្សល្អណាស់វីរៈក៏ហាធម្មតាទេបើពិតជាល្អប្រហែលជាខ្ញុំខ្លាចជាអ្នកមានហើយគាត់និយាយលេងបុប្ផាគូសៃតិចស្នាមញឹមនោះបានបំបែកភាពតានតឹងនៃខ្យល់យប់នៅតែបន្តភ្លើងបន្ទប់បានរលត់នៅសល់ភ្លើងតូចមួយនៅជ្រុងបន្ទប់គវីរៈអង្គុយរួញខ្លួនលើកន្ទេលជាន់ខណៈដណ្ដប់ខ្លួនដោយក្រមាខណៈពេលដែលកបុប្ផាដេកនៅលើគ្រែស្ដើងសម្លឹងមើលពីដាន2-3នាទីបានកន្លងផុតទៅក្នុងភាពស្ងៀមស្ងាត់ប៉ុន្តែគំនិតរបស់ពួកគេទាំងពីរមិនអាចឈប់បានទេបុប្ផាវាសម្លឹងមើលខ្នងគវីរៈដែលបែរខ្នងទៅនាងមានអារម្មណ៍ចម្លែកបុរសម្នាក់នេះនាងមិនស្គាល់ពីមុនមកទេនាងមិនដឹងពីអតីតកាលរបស់គាត់បំណងប្រាថ្នារបស់គាត់សូម្បីតែការងាររបស់គាត់ក្រៅពីជាអ្នកបើកឡានដឹកទំនិញក៏ដោយប៉ុន្តែមានអ្វីមួយនៅក្នុងការជួបគ្នារបស់ពួកគេដែលធ្វើឲ្យគបុប្ផាគូមានអារម្មណ៍សុវត្ថិភាពដែលនាងមិនធ្លាប់មានតាំងពីបាត់កាបូបលុយ
នឹងលិខិតឆ្លងដែនក្នុងចិត្តនាងខ្សឹបតិចអរគុណវីរៈនៅលើឥតវីរៈបើកភ្នែកគាត់ពិតជាមិនទាន់ដេកលក់ទេពាក្យសម្ដីទាំងនោះបានរយ៉ាងច្បាស់នៅក្នុងត្រចៀករបស់គាត់ហើយធ្វើឲ្យទ្រូងរបស់គាត់កក់ក្ដៅតាមរបៀបដែលគាត់ពិបាកយល់ពី3ម៉ោងក្រោយមកបុប្ផាចាប់ផ្ដើមភ័យមិនដឹងថាដោយសារខ្យល់អាកាសសើមឬគំនិតដែលពេញពេកនាងក្រោកឡើងអង្គុយហើយម៉ាសាថ្ងាសរបស់នាងខ្វីរៈដែលពីមុនបិទភ្នែកក៏បើកភ្នែកភ្លាមនៅពេលឮសំឡេងតូចនោះក្អូនកើតអីក្បុប្ផាវីរៈសួរទាំងងុយដេកខ្ញុំខ្លាចចង្ងឹតបន្តិចអូខ្ញុំចង់បន្ថែមភ្លើងក៏ខ្ញុំមានភ្លើងចល័តបុប្ផាងក់ក្បាលក៏បន្តិចទៅក៏ខ្ញុំមិនចូលចិត្តងឹតទេគឺវីរៈក្រោកឈរយកពីលតូចមួយដែលព្យួរនៅជិតទ្វារហើយដាក់វានៅលើតុពន្លឺកក់ក្ដៅបានបំពេញបន្ទប់ម្ដងទៀតអស់ហើយអរគុណនៅពេលគឺវីរៈត្រឡប់ទៅកន្ទេលវិញបុប្ផាលើហៅតិចគឺវីរៈបាទខ្ញុំសប្បាយចិត្តដែលអ្នកនៅទីនេះពាក្យសម្ដីនោះបានធ្វើឲ្យជំហានគឺវីរៈឈប់គាត់ងាកមកដោយទឹកមុខដែលពិបាកទប់ទល់រវាងឆ្គងនិងរីករាយខ្ញុំក៏សប្បាយចិត្តដែលអូនមានសុវត្ថិភាពនៅទីនេះគឺវីរៈត្រឡប់ទៅកន្ទេលវិញប៉ុន្តែការដេកលក់คล้ายជារឿងមិនអាចទៅរួចមានអ្វីមួយកំពុងរំកិលនៅក្នុងបេះដូងរបស់គាត់អ្វីមួយដែលគាត់មិនទាន់ហ៊ានហៅថាអ្វីនៅម្ខាងទៀតក្បុប្ផាបានត្រឡប់ទៅដេកវិញជាលើកដំបូងតាំងពីនាងវង្វេងនៅក្នុងទីក្រុងនេះភ្នែករបស់នាងបានបិទយឺតនាងបានដេកលក់ដោយសន្តិភាពខណៈពេលនោះនៅលើឥដ្ឋវីរៈនៅតែភ្ញាក់ដេកគិតថាជីវិតរបស់គាត់អាចផ្លាស់ប្ដូរបានត្រឹមតែមួយល្ងាចយ៉ាងដូចម្ដេចហើយយប់នោះដោយគ្មានសម្លេងគ្មានសាក្សីទីដៅជីវិតរបស់មនុស្សចម្លែកពីរនាក់នោះបានចាប់ផ្ដើមខិតជិតគ្នាបន្តិចម្ដងដូចជាបន្ទាត់ពីដែលយឺតជួបគ្នានៅចុងបញ្ចប់នៃវាសនាព្រឹកដំបូងនៅផ្ទះជួលនោះមានអារម្មណ៍ខុសគ្នាសម្រាប់គឺបុប្ផាពន្លឺព្រះអាទិត្យដែលចូលតាមចន្លោះវាំងនិងស្ដើងបានបក់បោកមកលើមុខរបស់នាងយឺតមួយសន្ទុះនាងភ្លេចថានាងនៅណាប៉ុន្តែនៅពេលដែលនាងឃើញកង្ហាចាស់វិលយឺតនិងក្លិនបាយឆាពីខាងក្រៅបន្ទប់ទើបការចងចាំទាំងអស់ត្រឡប់មកវិញនាងវង្វេងនាងបាត់កាបូបលុយនាងបានជួបអ្នកបើកឡានដឹកទំនិញឈ្មោះកវីរៈក៏ហើយឥឡូវនេះនាងនៅផ្ទះជួលតូចមួយដែលធ្វើឲ្យបេះដូងកក់ក្ដៅនៅលើឥដ្ឋកវីរៈបានបាត់ទៅហើយកន្ទេលរបស់គាត់បាត់យ៉ាងស្អាតបុប្ផាក្រោកឡើងហើយចេញពីបន្ទប់នៅរៀនហើផ្ទះជួលកវីរៈកំពុងកូរបាយឆានៅក្នុងផ្ទះតូចមួយខណៈហួចតិចផ្សែងស្ដើងបានហុយចេញពីផ្ទះធ្វើឲ្យព្រឹកនោះមានអារម្មណ៍រស់រវើកជាងមុនក្អូនក្រោកហើយអរុនសួស្ដីក្បុប្ផាវីរៈស្វាគមន៍ដោយរីករាយក្បុប្ផាវញឹមទាំងងុយដេកអរុនសួស្ដីវីរៈអ្នកធ្វើម្ហូបមែនទេខ្ញុំគិតថាអូនប្រកាសជាឃ្លានក៏ខ្ញុំក៏ឃ្លានដែរដូច្នេះក៏ធ្វើពីចំណែកបុប្ផាអង្គុយនៅលើកៅអីឈើវែងខ្យល់អាកាសពេលព្រឹកដ៏ទន់ភ្លន់បានធ្វើឲ្យនាងមានអារម្មណ៍ស្ងប់ទោះបីជាបញ្ហាធំរបស់នាងមិនទាន់បានដោះស្រាយក៏ដោយគឺអ្នកល្អណាស់វីរៈក៏ខ្ញុំមិនដឹងថាត្រូវតបស្នងយ៉ាងណាទេវីរៈលើកស្មាឬមិនបាច់តបស្នងទេអំពើល្អមិនបាច់រាប់ទេនៅពេលបាយឆារួចរាល់ពួកគេបានញ៉ាំជាមួយគ្នានៅលើរានហាលតូចចង្អៀតនោះក៏បុប្ផាញ៉ាំយឺតរីករាយជាមួយរសជាតិបាយឆាសាមញ្ញដែលមិនដឹងថាហេតុអ្វីបានជាមានរសជាតិឆ្ងាញ់ជាងអាហារថ្លៃដែលនាងធ្លាប់ញ៉ាំពីមុនមកខ្ញុំចូលចិត្តនេះគឺឆ្ងាញ់ណាស់គឺបុប្ផានិយាយខណៈលើកស្លាបព្រាវីរៈខ្សែខ្លាំងក្អួយជនបរទេសចូលចិត្តបាយឆាដែលអ្នកបើកឡានដឹកទំនិញធ្វើកវ៉ានេះជាស្នាដៃគឺបុប្ផាក៏សើចដែរស្នាមញឹមដែលស្រាលប៉ុន្តែនាំមកនូវភាពកក់ក្ដៅដែលពិបាកពន្យល់បន្ទាប់ពីញ៉ាំអាហាររួចពួកគេបានត្រៀមខ្លួនទៅស្ថានទូតគឺវីរៈពាក់អាវយឺតខ្មៅនិងខោខូវប៊ុយខណៈពេលដែរបុប្ផាគ្រាន់តែកាន់វ៉ាលីតូចចាស់របស់នាងការធ្វើដំណើរទៅស្ថានទូតពោពេញដោយការសន្ទនាខ្លីគឺវីរៈរៀបរាប់អំពីការងាររបស់គាត់ជាអ្នកបើកឡានដឹកទំនិញហ្វីសូអំពីការដឹកជញ្ជូនទំនិញទៅតាមខេត្តអំពីយប់ដ៏វែងនៃការបើកបរអំពីតូបដែលគាត់ចូលចិត្តការងារធ្ងន់ណាស់គឺបុប្ផានិយាយធ្ងន់មែនប៉ុន្តែខ្ញុំចូលចិត្តគេមានមោទកភាពបើទំនិញទៅដល់គោលដៅគឺអ្នកតែងតែមើលទៅរឹងមាំគឺមិនប្រាកដទេពេលខ្លះខ្ញុំក៏ហត់ដែរពេលខ្លះខ្ញុំគិតថាជីវិតមិនក៏អីចឹងតើអ្នកមិនចង់បានជីវិតខុសគ្នាទេមួយសន្ទុះគឺវីរៈស្ងាត់ស្ងៀមរួចឆ្លើយដោយសំឡេងតិចប្រហែលជាមែនប៉ុន្តែខ្ញុំមិនដឹងវិធីទេក្នុងចិត្តក្បុប្ផាពាក្យសម្ដីទាំងនោះបានបន្លឺឡើងនាងបានឃើញបុរសសាមញ្ញម្នាក់ដែលធ្វើការយ៉ាងលំបាកប៉ុន្តែមានក្តីសុបិនដែលមិនធ្លាប់ហ៊ាននិយាយខ្លាំងនៅពេលពួកគេទៅដល់ស្ថានទូតជួបានលាតសន្ធឹងរួចទៅហើយក្បុប្ផាក៏សម្លឹងមើលអគារនោះដោយភាពភ័យខ្លាច
នេះជាក្តីសង្ឃឹមរបស់នាងក្នុងការក្រោកឈរដោយខ្លួនឯងម្ដងទៀតប៉ុន្តែក្នុងពេលជាមួយគ្នានោះមានអ្វីមួយមានអារម្មណ៍ចម្លែកនៅក្នុងទ្រូងរបស់នាងមានផ្នែកតូចមួយនៃខ្លួននាងដែលខ្លាចប្រសិនបើទាំងអស់នេះចប់តើនាងនឹងបែកពីគវីរៈទេខ្ញុំចាំនៅខាងក្រៅគវីរៈនិយាយគឺអ្នកមិនទៅធ្វើការថ្ងៃនេះទេបុប្ផារសួរដោយភ្ញាក់ផ្អើលក៏ថ្ងៃនេះអត់ទេគឺខ្ញុំឈប់សម្រាកអូនត្រូវការគេនៅក្បែរបុប្ផាស្ងាត់ស្ងៀមគឺអ្នកពិតជាល្អណាស់គវីរៈឧស្សាហ៍តិចគឺខ្ញុំគ្រាន់តែនៅក្បែរមិនមែនសង់ផ្ទះទេបុប្ផាចូលទៅក្នុងស្ថានទូតហើយដំណើរការនោះចំណាយពេលយូរជាងការរំពឹងទុកមានទម្រង់បែបបត់ច្រើនសំណួរច្រើននីតិវិធីច្រើនដែលធ្វើឲ្យក្បាលរបស់នាងឈឺវិលមុខប៉ុន្តែអ្វីបានដំណើរការទៅដោយរលូននៅពេលនាងបញ្ចប់មេឃចាប់ផ្ដើមងឹតហើយគវីរៈនៅតែអង្គុយក្រោមដើមឈើក្បែររបងដោយមានទឹកបរិសុទ្ធមួយដបនិងបារីនៅក្នុងដៃពេលឃើញក្បុផាចេញមកវីរៈក្រោកឈរយ៉ាងលឿនគឺលទ្ធផលយ៉ាងម៉េចហើយគេថាដំណើរការនេះចំណាយពេលប៉ុន្មានសប្តាហ៍ឬមិនលឿនទេយីមានន័យថាអូននៅតែត្រូវការកន្លែងស្នាក់នៅបុប្ផាវូសម្លឹងមើលគវីរៈយូគឺអ្នកប្រកាសជាមិនថាខ្ញុំស្នាក់នៅយូរទេខ្ញុំជួយតាមដែលអាចធ្វើទៅបានគឺមានពន្លឺភ្លឺច្បាស់នៅក្នុងភ្នែកបុប្ផាអ្វីមួយរវាងការរំជួលចិត្តនិងធូរស្រាលអរគុណច្រើនគវីរៈគ្រាន់តែញឹមប៉ុន្តែស្នាមញឹមនោះលាក់បាំងអ្វីមួយដែលគាត់ខ្លួនឯងមិនទាន់ត្រៀមខ្លួនទទួលស្គាល់អ្វីមួយដែលរីកចម្រើនយឺតដោយគ្មានការបញ្ជាពួកគេត្រឡប់ទៅផ្ទះជួលវិញនៅពេលភ្លៀងចាប់ផ្ដើមធ្លាក់នៅក្នុងបន្ទប់សំឡេងភ្លៀងបានបំបែកភាពស្ងៀមស្ងាត់បុប្ផាអង្គុយនៅលើគ្រែខណៈសម្លឹងមើលដំណក់ទឹកដែលជាប់នៅបង្អួចគវីរៈអង្គុយនៅលើឥដ្ឋកំពុងជួសជុលកង្ហារតូចដែលជួនកាលរលត់ដោយខ្លួនឯងគវីរៈបុប្ផាវហៅក្បាត់អូនមិនធុញទេដែលមានខ្ញុំនៅទីនេះអត់ទេផ្ទះជួលនេះបែរជាអ៊ូអរទៅវិញបើអូននៅអ៊ូអរនោះល្អបុប្ផាងក់ក្បាលខ្ញុំសប្បាយចិត្តនៅទីនេះចម្លែកណាស់គូខ្ញុំវង្វេងប៉ុន្តែខ្ញុំបានរកឃើញកន្លែងដែលធ្វើឲ្យខ្ញុំមិនខ្លាចគវីរៈងើបក្បាលយឺតសម្លឹងមើលបុប្ផាពីរបីវិនាទីដោយមិននិយាយភ្លៀងនៅខាងក្រៅបានបន្ថែមបរិយាកាសដែលពិបាកបកស្រាយខ្ញុំសប្បាយចិត្តដែលអូនមានសុវត្ថិភាពវីរៈនិយាយយ៉ាងទន់ភ្លន់ពីរបីវិនាទីនៃភាពស្ងៀមស្ងាត់បានកន្លងផុតទៅប៉ុន្តែភាពស្ងៀមស្ងាត់នោះមិនមែនជាភាពទេនោះទេបែរជាដូចជាចន្លោះដែលយឺតត្រូវបានបំពេញដោយអ្វីមួយដែលកំពុងលូតលាស់រវាងពួកគេអារម្មណ៍ដែលមិនទាន់មានឈ្មោះអារម្មណ៍ដែលពួកគេមិនទាន់ត្រៀមខ្លួនទទួលស្គាល់ប៉ុន្តែមិនអាចប្រងើយកន្តើយបានថ្ងៃនោះបានបញ្ចប់ដោយមិនដឹងខ្លួនថាចម្ងាយបេះដូងរបស់ពួកគេកាន់តែជិតស្និទ្ធហើយពិភពលោកហាក់ដូចជាកំពុងសង្កេតពីក្រោយវាំងនន្ភ្លៀងកំពុងរៀបចំជំពូកដ៏ធំមួយទៀតសម្រាប់ពួកគេទាំងពីរថ្ងៃបន្ទាប់បានកន្លងទៅដូចជាខ្សែទឹកហូរដ៏ស្ងប់ស្ងាត់ប៉ុន្តែនៅតែបន្តទៅរកអ្វីមួយដែលស៊ីជម្រៅជាងនេះបុប្ផាចាប់ផ្ដើមធ្លាប់រស់នៅក្នុងផ្ទះជួលតូចនោះនាងក្រោកពីព្រលឹមជួយរៀបចំបន្ទប់លាងចានហើយជួនកាលរងចាំគវីរៈត្រឡប់មកពីធ្វើការជាអ្នកបើកឡានដឹកទំនិញហ្វីសូរបស់គាត់រាល់ពេលយប់មកដល់សំឡេងម៉ាស៊ីនឡានដឹកទំនិញដែលឈប់នៅមុខច្រកតែងតែធ្វើឲ្យបេះដូងបុប្ផាគឺលោតញាប់ជាងការដែលនាងចង់ទទួលស្គាល់ជំហានជើងរបស់គវីរៈដែលដើរទៅជិតផ្ទះជួលបានក្លាយជាសញ្ញាថាពេលយប់នោះមានសុវត្ថិភាពសម្រាប់នាងម្ដងទៀតថ្ងៃលេខ1គវីរៈទើបតែត្រឡប់មកពីធ្វើដំណើរឆ្ងាយអាវរបស់គាត់សាមដោយញើសហើយមុខរបស់គាត់មើលទៅហត់នឿយគាត់ចូលទៅក្នុងផ្ទះជួលដោយចលនាយឺតក្បុប្ផាក៏ស្វាគមន៍គាត់ពីមាត់ទ្វារដោយឃើញថាបុរសនោះហត់នឿយប៉ុណ្ណាអ្នកហត់ណាស់ក្បុប្ផានិយាយតិចគវីរៈងក់ក្បាលអង្គុយលើកៅអីផ្លាស្ទិកហើយម៉ាសាក់របស់គាត់ដែលរឹងគ្រាន់តែប៉ុណ្ណឹងគ្មានការត្អូញត្អែរឬរឿងរ៉ាវអ្វីទេប៉ុន្តែក្បុប្ផាអាចមានអារម្មណ៍ពីទម្ងន់នៃការធ្វើដំណើរដែលគវីរៈក៏បានស៊ូទ្រាំនៅថ្ងៃនោះនាងយកកន្សែងតូចមួយមកជូតញើសនៅវីរៈយ៉ាងទន់ភ្លន់ចលនារបស់នាងដោយឯកឯងហើយនៅពេលនាងដឹងខ្លួនដៃរបស់នាងបានឈប់នៅពាក់កណ្ដាលអាកាសប៉ុន្តែគវីរៈមិនបានបដិសេធទេគាត់គ្រាន់តែស្ងាត់ស្ងៀមហើយអនុញ្ញាតអរគុណគវីរៈក្រអ៊ូតំខ្លីបុប្ផាវញញឹមតិចរួចដើរទៅផ្ទះបាយតូចរបស់ផ្ទះជួលនាងធ្វើតែទឹកក្តៅក្លិនតែបានបំពេញបន្ទប់ដ៏សាមញ្ញនោះវីរៈគឺផឹកយឺតអង្គុយស្ងៀមភាពស្ងៀមស្ងាត់ដែលសម្រាប់ពួកគេចាប់ផ្ដើមមានអារម្មណ៍ស្រួលយប់នោះភ្លៀងបានធ្លាក់ម្ដងទៀតក្បុប្ផាអង្គុយនៅលើគ្រែសម្លឹងមើលបង្អួចដែលបិទជិតយ៉ាងស្អាតគវីរៈអង្គុយនៅលើឥដ្ឋកំពុងជួសជុលស្បែកជើងផ្ទាត់របស់គាត់ដែលស្ទើរតែដាច់គ្មានការសន្ទនាវែងឆ្ងាយទេ
ប៉ុន្តែបរិយាកាសរវាងពួកគេកាន់តែមានភាពកក់ក្ដៅកាន់តែស្និទ្ធស្នាលនិងកាន់តែពិបាកក្នុងការឃ្លាតឆ្ងាយពីគ្នាអស់រយៈពេលជាច្រើនសប្តាហ៍រងចាំដំណើរការស្ថានទូតពួកគេបានចំណាយពេលច្រើនជាមួយគ្នាជួនកាលពួកគេទៅផ្សារតូចជួនកាលទៅតូបជួនកាលគ្រាន់តែអង្គុយនៅរានហើរផ្ទះជួលខណៈរីករាយជាមួយខ្យល់ពេលល្ងាចភាពខុសគ្នានៃវប្បធម៌លែងមានអារម្មណ៍ធំដុំទៀតហើយដោយសារតែរឿងតូចដែលពួកគេបានធ្វើជាមួយគ្នាបែរជាបានកសាងស្ពានរវាងពួកគេទៅវិញព្រឹកមួយកបុប្ផាបានព្យាយាមជួយកវីរៈលាងឡានដឹកទំនិញរបស់គាត់នាងបានឡើងទៅដោយប្រុងប្រយ័ត្នកាន់ទុយោទឹកឡានដឹកទំនិញ Fuso ដ៏ធំនោះបានឆ្លុះបញ្ចាំងស្រមោលរបស់ពួកគេទាំងពីរដែលកំពុងមីញឹកជួនកាលទឹកបានហៀរមកលើពួកគេធ្វើឲ្យពួកគេទាំងពីរសើចតិចកណ្ដាលសកម្មភាពនោះកបុប្ផាបានឈរមើលឡានដឹកទំនិញដ៏ធំនោះនេះជាជីវិតរបស់អ្នកមែនទេវីរៈបាត់ពីឡានដឹកទំនិញនេះខ្ញុំរកស៊ីក្បង់ថ្លៃផ្ទះជួលទាំងអស់កបុប្ផាប៉ះទ្វារឡានដឹកទំនិញយឺតដូចជាយល់ពីអ្វីមួយដែលធំជាងនេះក៏ខ្ញុំចូលចិត្តមើលអ្នកធ្វើការគវីរៈឧញឹមតិចអរគុណថ្ងៃបានបន្តហើយដោយមិនដឹងខ្លួនភាពស្និទ្ធស្នាលនោះបានលូតលាស់ដូចជាឈើដែលរីករាលដាលយឺតក្រោមដីមិនអាចមើលឃើញប៉ុន្តែរឹងមាំយប់មួយកបុប្ផាអង្គុយនៅលើគ្រែខណៈអបខ្នើយគវីរៈទើបតែញូតទឹករួចហើយកំពុងជូតសក់របស់គាត់ដោយកន្សែងពន្លឺភ្លើងបានធ្វើឲ្យបន្ទប់មើលទៅកក់ក្ដៅហើយសំឡេងភ្លៀងរលឹមមើលពីខាងក្រៅកបុប្ផាក៏សម្លឹងមើលគវីរៈយូរគ្មានពាក្យសម្ដីមានតែក្រសែភ្នែកដែលព្យួរនៅលើអាកាសគវីរៈយឺមានអារម្មណ៍ថាមានក្រសែភ្នែកនោះគាត់ងាកមកយឺតឆ្លើយតបនឹងក្រសែភ្នែកដ៏ស្ងប់ស្ងាត់ដែលពិបាកនឹងបដិសេធមួយសន្ទុះពេលវេលាហាក់ដូចជាឈប់សំឡេងភ្លៀងរលឹមហើយមានតែមនុស្សពីរនាក់ដែលកំពុងសម្លឹងមើលគ្នាទៅវិញទៅមកនៅក្នុងបន្ទប់តូចមួយដែលហាក់ដូចជាកំពុងអប់ពួកគេវីរៈទីបំផុតបាននិយាយថាអូនមើលទៅស្ងប់ស្ងាត់ជាងមុនក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំមិននៅម្នាក់ឯងទេចម្លើយនោះបានធ្វើឲ្យអ្វីមួយផ្លាស់ប្ដូរនៅក្នុងទ្រូងគវីរៈគាត់អន់ចុះដកដង្ហើមខ្ញុំសប្បាយចិត្តដែលអូនមានអារម្មណ៍បែបនោះក៏គ្មានពាក្យអ្វីទៀតទេបន្ទាប់ពីនោះប៉ុន្តែវាគឺជាភាពស្ងៀមស្ងាត់នោះហើយដែលคล้ายជាស្ពានទំនាក់ទំនងមួយដែលពួកគេមិនទាន់បានដាក់ឈ្មោះប៉ុន្តែបានចាប់ផ្ដើមបង្កើតរូបរាងរួចទៅហើយយប់នោះកបុប្ផាបានដេកលក់លឿនជាងមុនហត់នឿយដោយសារថ្ងៃដ៏វែងដែលពួកគេបានចំណាយពេលជាមួយគ្នាគវីរៈអង្គុយនៅលើឥដ្ឋសម្លឹងមើលពន្លឺស្រអាប់នៃចង្គៀងតូចគាត់ផ្អែកក្បាលទៅនឹងជញ្ជាំងបិទភ្នែកប៉ុន្តែគំនិតរបស់គាត់នៅតែពោពេញដោយសំណួរគាត់បានដឹងថាកបុប្ផាមិនមែនគ្រាន់តែជាភ្ញៀវនោះទេនាងមិនមែនគ្រាន់តែជាមនុស្សវង្វេងដែលគាត់បានជួយនោះទេកបុប្ផាបានចាប់ផ្ដើមក្លាយជាផ្នែកមួយនៃជីវិតរបស់គាត់ផ្នែកមួយដែលធ្វើឲ្យផ្ទះជួលរបស់គាត់លែងស្ងាត់ទៀតហើយផ្នែកមួយដែលធ្វើឲ្យគាត់ចង់ត្រឡប់ទៅផ្ទះលឿនជាងមុនផ្នែកមួយដែលធ្វើឲ្យគាត់ចង់ក្លាយជាបុរសល្អប្រសើរជាងមុនប៉ុន្តែគាត់ក៏ខ្លាចដែរខ្លាចពិភពលោករបស់កបុប្ផាដែលខុសគ្នាឆ្ងាយខ្លាចថាទាំងអស់នេះគ្រាន់តែជាបណ្ដោះអាសន្នខ្លាចថាពេលលិខិតឆ្លងដែននិងកិច្ចការរបស់កបុប្ផារួចរាល់ស្ត្រីនោះនឹងទៅហើយទុកចោលចន្លោះទេមួយដែលធំពេកសម្រាប់គាត់ដើម្បីបំពេញម្ដងទៀតហើយយប់នោះជាលើកដំបូងវីរៈចាប់ផ្ដើមសួរខ្លួនឯងថាតើគាត់ត្រៀមខ្លួនទេប្រសិនបើកបុប្ផាទៅជារៀងរហូតសំណួរនោះព្យួរកាន់តែមុតស្រួចរាល់នាទីដែលកន្លងផុតទៅហើយដោយមិនដឹងខ្លួនសំណួរនោះនឹងត្រូវបានសាកល្បងដោយវាសនានៅជំពូកបន្ទាប់ថ្ងៃបានកន្លងទៅជាច្រើនសប្តាហ៍ហើយដំណើរការស្ថានទូតដើម្បីដោះស្រាយលិខិតឆ្លងដែនរបស់កបុប្ផានៅតែដំណើរការយឺតរៀងរាល់សប្តាហ៍ពួកគេរងចាំដំណឹងប៉ុន្តែអ្វីដែលបានមកដល់គឺគ្រាន់តែជាអ៊ីមែលស្វ័យប្រវត្តិដោយគ្មានការបញ្ជាក់ពេលវេលាដែលគួរតែធ្វើឲ្យបុប្ផាអស់សង្ឃឹមបែរជាខ្លាយជាពេលវេលាដែលធ្វើឲ្យទំនាក់ទំនងរវាងនាងនិងគវីរៈកាន់តែភ្ជាប់គ្នាទៅវិញទៅមកថ្ងៃត្រង់ដ៏ក្តៅហុយផ្សែងមួយគវីរៈបានត្រឡប់មកផ្ទះវិញលឿនជាងការគ្រោងទុកឡានដឹកទំនិញរបស់គាត់ខូចហើយគាត់ត្រូវរងចាំជាងមកយកវានៅពេលគាត់ទៅដល់ផ្ទះជួលគាត់បានឃើញកបុប្ផាកំពុងជូតឥដ្ឋដោយក្រណាត់សើមសក់ពណ៌ទង់ដែងរបស់នាងត្រូវបានចងយ៉ាងសាមញ្ញមុខរបស់នាងមានញើសបន្តិចអូនកំពុងសម្អាតមែនទេវីរៈសួរយឺតកបុប្ផាវងាកមកញឹមក៏ខ្ញុំធុញណាស់ក៏ខ្ញុំសម្អាតបន្ទប់បន្ទប់នេះជាផ្ទះរបស់ខ្ញុំឥឡូវឧពាក្យសម្ដីនោះបានធ្វើឲ្យគូវីរៈស្រឡាំងកាំងក៏ផ្ទះរបស់ខ្ញុំប្រយោគសាមញ្ញប៉ុន្តែបានជ្រាបចូលទៅក្នុងបេះដូងរបស់គាត់ដូចជាទឹកក្តៅដែលហូរគូវីរៈអង្គុយលើកៅអី
គាត់មើលទៅហត់នឿយកបុផាដើរទៅជិតដោយមិននិយាយច្រើនយកទឹកមួយដបហើយហុចឲ្យគូវីរៈបុរសនោះផឹកយឺតនៅពេលនោះពួកគេទាំងពីរមិនត្រូវការពាក្យសម្ដីអ្វីទេគ្រាន់តែវត្តមានក៏គ្រប់គ្រាន់ហើយវីរៈទីបំផុតបាននិយាយថាបូឡានដឹកទំនិញខ្ញុំខូចគឺស្អែកប្រហែលខ្ញុំមិនអាចធ្វើការបានទេក្បុបផាអង្គុយនៅលើឥដ្ឋសម្លឹងមើលដៃគូវីរៈដែលគ្រើមដោយសារការងារគណៈត្រូវការជំនួយទេអត់ទេខ្ញុំអាចដោះស្រាយបានគឺគ្រាន់តែពិបាកបន្តិចបើឡានដឹកទំនិញមិនដំណើរការក៏ភ្លាមនោះមានការព្រួយបារម្ភនៅក្នុងភ្នែកបុប្ផានាងបានស្នាក់នៅផ្ទះជួលនោះយូរពេកហើយនាងញ៉ាំនៅទីនោះនាងគេងនៅទីនោះនាងដឹងថាវវីរៈធ្វើការយ៉ាងលំបាកដើម្បីឲ្យជីវិតរបស់គាត់នៅតែបន្តហើយវត្តមានរបស់នាងទោះបីជាមិនបាននិយាយក៏ដោយប្រកាសជាបន្ថែមបន្ទប់យប់នោះបុប្ផាគឺមិនអាចគេងលក់បានទេនាងសម្លឹងមើលពីដានដែលស្ងប់ស្ងាត់ខ្យល់ពេលយប់បាននាំសំឡេងពីតូបក្បែរផ្ទះជួលនៅពេលនាងមើលទៅឥតវវីរៈមិនទាន់ដេកលក់ទេបុរសនោះនៅតែសម្លឹងមើលជញ្ជាំងដូចជាកំពុងគិតពីរឿងអ្វីមួយដែលធ្ងន់ធ្ងរគវីរៈមានអារម្មណ៍ថាមានក្រសែភ្នែកនោះហើយទីបំផុតក៏បើកមាត់និយាយក្បុបផាក្បាតបាលិខិតឆ្លងដែនអូនរួចរាល់តើអូនចង់ត្រឡប់ទៅផ្ទះភ្លាមទេសំណួរនោះបានធ្វើឲ្យខ្យល់ក្នុងបន្ទប់ឈប់ក្បុបផាដូចមិននឹកស្មានថាវាចេញពីមាត់គវីរៈនោះទេនាងមិនបានឆ្លើយភ្លាមទេនាងដកដង្ហើមអន់ចុះរួចមើលគវីរៈគវិញក៏ខ្ញុំមិនទាន់ដឹងទេចម្លើយនោះមិនបានលុបបំបាត់ភាពភ័យខ្លាចនៅក្នុងភ្នែកគវីរៈនោះទេក៏ប្រទេសអូនឆ្ងាយជីវិតអូនខុសគ្នាអូនប្រកាសជាមានក្រុមគ្រួសារកំពុងរងចាំក៏ខ្ញុំមានក្រុមគ្រួសារប៉ុន្តែខ្ញុំមិនស្និទ្ធស្នាលជាមួយពួកគេទេជីវិតអូននៅទីនោះប្រកាសជាល្អជាងក្បុបផាក្រវីក្បាលតិចខ្ញុំមិនប្រកាសទេគវីរៈអន់ចុះគាត់មិនដឹងថាតើចម្លើយរបស់ក្បុបផាដូចមានន័យយ៉ាងណាទេគាត់មិនដឹងថាតើគាត់គួរតែមានអារម្មណ៍ធូរស្រាលឬកាន់តែភ័យខ្លាចនោះទេភាពស្ងៀមស្ងាត់បានបំពេញបន្ទប់ម្ដងទៀតប៉ុន្តែភាពស្ងៀមស្ងាត់នោះពេលនេះមានអារម្មណ៍ស្មុគស្មាញថ្ងៃបន្ទាប់គឺវីរៈបាននាំក្បុបផាទៅជាងឡានដើម្បីមើលឡានដឹកទំនិញរបស់គាត់ក្បុបផាកង្វល់ទៅកន្លែងបែបនោះណាស់ប៉ុន្តែនាងក៏ទៅជាមួយដែរនៅជាងឡានដែលមានមនុស្សអ៊ូអរនោះសំឡេងម៉ាស៊ីនក្រហមនិងក្លិនប្រេងម៉ាស៊ីនបានបំពេញខ្យល់គវីរៈនិយាយជាមួយជាងម៉ាស៊ីនខណៈក្បុបផាមើលឡានដឹកទំនិញធំនោះឡានដឹកទំនិញនោះហាក់ដូចជាតំណាងឲ្យជីវិតរបស់គវីរៈរឹងមាំធ្ងន់ពោពេញដោយការធ្វើដំណើរនាងឃើញដៃគវីរៈដែលចង្អុលទៅផ្នែកម៉ាស៊ីនដៃដែលធ្វើការយ៉ាងលំបាករាល់ថ្ងៃដោយមិនដឹងខ្លួនក្បុបផាមានអារម្មណ៍ថាមានអ្វីមួយរំកិលនៅក្នុងបេះដូងរបស់នាងអ្វីមួយដែលឆ្ពោះទៅរកវីរៈនាងមិនទាន់បានទទួលស្គាល់ទេប៉ុន្តែនាងមិនអាចបដិសេធបានទេនៅពេលពួកគេត្រឡប់ទៅផ្ទះវិញមេឃចាប់ផ្ដើមងឹតផ្លូវភូមិតូចចង្អៀតមានអារម្មណ៍ស្ងាត់ជ្រុងខណៈកំពុងដើរនៅក្បែរគវីរៈក្បុបផាដូចមានអារម្មណ៍ថាពួកគេស្និទ្ធស្នាលគ្នាប៉ុណ្ណាស្និទ្ធស្នាលជាងមនុស្សចម្លែកពីរនាក់ដែលបានជួបគ្នាដោយចៃដន្យនៅពេលពួកគេទៅដល់ផ្ទះជួលភ្លើងបានដាច់ភ្លាមបរិយាកាសក៏ងឹតភ្លាមមានតែពន្លឺស្រអាប់ពីខាងក្រៅដែលចូលតាមចន្លោះបង្អួចបុប្ផាក៏ស្ងាត់ស្ងៀមខ្លួនរបស់នាងតឹងណែនគវីរៈបានដឹងអូនខ្លាចមែនទេបុប្ផាងក់ក្បាលយឺតបន្តិចគវីរៈបើកពេលតូចមួយនៅតោរួចអង្គុយនៅលើឥដ្ឋដូចធម្មតាពន្លឺពណ៌លឿងទន់ភ្លន់បានបង្កើតបរិយាកាសដ៏ស្ងប់ស្ងាត់គឺលែងងឹតហើយគវីរៈនិយាយបុប្ផាអង្គុយនៅលើគ្រែសម្លឹងមើលមុខគវីរៈដែលត្រូវបានបំភ្លឺដោយពន្លឺពេលមុខសាមញ្ញដែលមានស្នាមជ្រីវជ្រួញដោយសារភាពហត់នឿយប៉ុន្តែមានភាពស្មោះត្រង់ដែលនាងមិនធ្លាប់រកឃើញនៅក្នុងនរណាម្នាក់ពីមុនមកវីរៈបុប្ផានិយាយតិចអ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍សុវត្ថិភាពវីរៈងាកមកយឺតស្មារបស់គាត់ធ្លាក់ចុះដង្ហើមរបស់គាត់ចុះខ្សោយក៏ខ្ញុំគ្រាន់តែចង់ឲ្យអូនមានសុខភាពល្អភាពស្ងៀមស្ងាត់បានធ្លាក់ចុះម្ដងទៀតប៉ុន្តែលើកនេះភាពស្ងៀមស្ងាត់នោះបានញ័រដូចជាអ្វីមួយដ៏ធំស្ទើរតែបង្កើតបានប៉ុន្តែមិនទាន់ហ៊ានចេញមកហាក់ដូចជាពិភពលោកចិត្តណាកំពុងខាត់ដង្ហើមមុនពេលខ្យល់នាំមកនៅការផ្លាស់ប្ដូរនៅខាងក្រៅភ្លៀងចាប់ផ្ដើមធ្លាក់មិនខ្លាំងទេគ្រាន់តែរលឹមតិចដែលបន្ថែមភាពស្និទ្ធស្នាលនៃយប់នោះគវីរៈបិទភ្នែកមួយសន្ទុះគាត់មិនហ៊ានសម្លឹងមើលយូរពេកទេគាត់ខ្លាចអ្វីដែលគាត់មានអារម្មណ៍នឹងបង្ហាញឲ្យឃើញច្បាស់ពេកគាត់ខ្លាចថាជំហានតូចណាមួយនឹងផ្លាស់ប្ដូរអ្វីទាំងអស់លឿនពេកនៅលើគ្រែក្បុបផាដេកខណៈអប់ខ្នើយសំឡេងរបស់នាងតិចស្ទើរតែខ្សឹបគវីរៈគុំទៅណាអីគវីរៈបើកភ្នែកខ្ញុំនៅទីនេះ
មានអ្វីមួយបានប្រេះឆាថ្នមរវាងពួកគេនៅយប់នោះជញ្ជាំងចុងក្រោយដែលចាប់ផ្ដើមដួលរលំយឺតប៉ុន្តែច្បាស់លាស់ហើយដោយមិនដឹងខ្លួនអ្វីដែលចាប់ផ្ដើមលូតលាស់នៅយប់នេះនឹងនាំពួកគេទៅរកផ្លូវដែលមិនធ្លាប់នឹកស្មានដល់ផ្លូវដែលយឺតឆ្ពោះទៅរកចំណងដ៏ជ្រៅជាងប៉ុន្តែក៏ជាការសាកល្បងដ៏ធំបំផុតដែលពួកគេត្រូវប្រឈមមុខជាមួយគ្នាពេលវេលានៅតែបន្តជាច្រើនសប្តាហ៍បានកន្លងផុតទៅហើយដំណើរការលិខិតឆ្លងដែនរបស់កបុផានៅតែមិនទាន់រួចរាល់ប៉ុន្តែវាមិនធ្វើឲ្យនាងភ័យខ្លាចដូចមុនទៀតទេជីវិតរស់នៅជាមួយគូវីរៈនៅក្នុងផ្ទះជួលតូចនោះបានផ្លាស់ប្ដូរអ្វីទាំងអស់ថ្ងៃលែងមានអារម្មណ៍ធ្ងន់ធ្ងរទៀតហើយនាងបានរៀនធ្វើម្ហូបសាមញ្ញរៀនភាសាខ្មែរបន្តិចម្ដងថែមទាំងចាប់ផ្ដើមស្គាល់អ្នកជិតខាងមួយចំនួនដែលរស់រាយរាក់ទាក់ទៀតផងគវីរៈខ្លួនឯងក៏កាន់តែញឹកញាប់ត្រឡប់មកផ្ទះវិញដោយចិត្តស្រស់ស្រាយមានអ្នកកំពុងរងចាំគាត់មានសំឡេងជំហានជើងដ៏ទន់ភ្លន់នៅក្នុងផ្ទះជួលមានស្នាមញញឹមដែលធ្វើឲ្យភាពនឿយហត់នៃការធ្វើដំណើររលាយបាត់ព្រឹកមួយកបុផាបានទទួលអ៊ីមែលពីស្ថានទូតដៃរបស់នាងញនៅពេលបើកវាគវីរៈអង្គុយនៅក្បែរសង្កេតមើលតើមានដំណឹងល្អទេវីរៈសួរកបុផាអានយឺតគូលិខិតឆ្លងដែនរបស់ខ្ញុំរួចរាល់ហើយគូខ្ញុំអាចទៅយកបាននៅសប្តាហ៍ក្រោយបន្ទប់នោះក៏ស្ងាត់ភ្លាមភ្នែកបុផាយឺតចុះមកមើលអិតទឹកដែលពីមុនស្ងប់ស្ងាត់នៅក្នុងបេះដូងរបស់ពួកគេឥឡូវនេះបានពុះកញ្ជ្រោលនេះជាដំណឹងដែលពួកគេរងចាំប៉ុន្តែហេតុអ្វីបានជាពួកគេទាំងពីរមានអារម្មណ៍ដូចជាបាត់បង់ទៅវិញវីរៈងក់ក្បាលតិចសំឡេងទាបបានចេញពីបំពង់របស់គាត់អាហារល្អហើយទីបំផុតអូនអាចត្រឡប់ទៅផ្ទះបានបុប្ផាឬមិនបានឆ្លើយទេនាងគ្រាន់តែក្រោកឈរដើរទៅមាត់បង្អួចហើយកាន់វាំងនឹងខ្យល់អាកាសពេលព្រឹកបានបក់ចូលប៉ុន្តែភាពត្រជាក់ដែលចាក់ទម្លុះមិនមែនមកពីខាងក្រៅនោះទេពីរបីម៉ោងបានកន្លងផុតទៅក្នុងបរិយាកាសចម្លែកពួកគេនៅតែធ្វើកិច្ចការប្រចាំថ្ងៃប៉ុន្តែគ្មាននរណាម្នាក់ផ្ដោតអារម្មណ៍ពិតប្រាកដទេរហូតដល់ទីបំផុតពេលល្ងាចមកដល់ហើយពួកគេទាំងពីរបានអង្គុយនៅរានហើរផ្ទះជួលខណៈសម្លឹងមើលមេឃដែលចាប់ផ្ដើមផ្លាស់ប្ដូរពណ៌គវីរៈគូសំឡេងបុប្ផាទន់ភ្លន់ប៉ុន្តែពោពេញដោយបន្ទុកបើខ្ញុំទៅតើអ្នកនឹងភ្លេចខ្ញុំទេវីរៈអន់ចុះត្រដោះដៃទាំងពីររបស់គាត់គឺមិនក៏ខ្ញុំភ្លេចបានតែជីវិតអូននៅទីនោះល្អជាងអូនមិនមែនជាមនុស្សនៅទីនេះទេអូនសំនឹងទទួលបានអ្វីដែលល្អបុប្ផាគ្រវីក្បាលយ៉ាងលឿនគឺល្អនោះជាអ្វីផ្ទះធំទីក្រុងបរទេសគឺខ្ញុំមិនត្រូវការវាទេគឺវីរៈមិនបានមើលនាងទេគាត់ខ្លាចអ្វីដែលគាត់មានអារម្មណ៍នឹងបង្ហាញឲ្យឃើញច្បាស់ពេកអូនត្រូវការជីវិតដែលប្រសើរជាងខ្ញុំគ្រាន់តែជាអ្នកបើកឡានដឹកទំនិញកបុប្ផាដើរទៅជិតមួយជំហានទៀតអ្នកជាអ្នកដែលបានជួយសង្គ្រោះខ្ញុំគឺអ្នកបានផ្ដល់កន្លែងស្នាក់នៅឲ្យខ្ញុំអ្នកធ្វើឲ្យខ្ញុំមានសុវត្ថិភាពនោះគឺលើសពីគ្រប់គ្រាន់ហើយខ្យល់ពេលល្ងាចបានឈប់មួយសន្ទុះពេលវេលាហាក់ដូចជាខាត់ជំហានរបស់វាជាលើកដំបូងគវីរៈលើកមុខឡើងភ្នែកដ៏ស្ងប់ស្ងាត់របស់គាត់ឥឡូវនេះប្រែជាសាមដោយអារម្មណ៍ដែលគាត់បានទប់ទល់យូរពេកខ្ញុំខ្លាចបុប្ផាខ្លាចអូនត្រឡប់ទៅផ្ទះវិញក៏ខ្លាចអូនបាត់ខ្លួនកបុប្ផាគូសម្លឹងមើលគាត់យូររួចនិយាយដោយសំឡេងច្បាស់លាស់ខ្ញុំមិនចង់បាត់ខ្លួនទេគឺខ្ញុំចង់នៅទីនេះគឺជាមួយអ្នកពាក្យសម្ដីនោះដូចជាភ្លេចបន្ទោដែលធ្លាក់ចំបេះដូងគវីរៈគាត់ហៀបនឹងបើកមាត់ប៉ុន្តែសំឡេងរបស់គាត់ត្រូវបានស្ទះកបុប្ផាពុខិតចូលមកជិតមួយជំហានទៀតគវីរៈខ្ញុំគ្មានប្រទេសផ្សេងទៀតឥឡូវនេះទេគឺខ្ញុំគ្មានផ្ទះផ្សេងទៀតទេគឺប៉ុន្តែបើអ្នកចង់បានខ្ញុំចង់ធ្វើឲ្យអ្នកក្លាយជាផ្ទះរបស់ខ្ញុំគវីរៈមានអារម្មណ៍ថាទ្រូងរបស់គាត់ដូចជាត្រូវបានទាញយ៉ាងខ្លាំងកបុប្ផាអូនប្រកាសទេជីវិតខ្ញុំសាមញ្ញផ្ទះជួលខ្ញុំតូចប្រាក់ខែខ្ញុំមិនច្រើនទេគឺខ្ញុំមិនត្រូវការធំទេគឺខ្ញុំត្រូវការអ្នកភាពស្ងៀមស្ងាត់ត្រូវបានបំបែកដោយចង្វាក់បេះដូងរបស់ពួកគេដែលលោតញាប់នៅពេលនោះគវីរៈបានចាប់ដៃកបុប្ផាយឺតការប៉ះគ្នាលើកដំបូងនោះបានធ្វើឲ្យពិភពលោកជុំវិញហាក់ដូចជារលាយបាត់ហើយជាលើកដំបូងតាំងពីពួកគេបានជួបគ្នាគវីរៈបាននិយាយដោយមិនស្ទាក់ស្ទើរថាបើអូនចង់នៅខ្ញុំចង់រៀបការជាមួយអូនកបុប្ផាបិទមាត់របស់នាងដោយដៃទឹកភ្នែកបានហូរយឺតមិនមែនដោយសារតែសោកសៅនោះទេប៉ុន្តែដោយសារតែអ្វីមួយដែលខ្លាំងជាងនេះទៅទៀតគវីរៈបាទខ្ញុំចង់វីរៈក៏ភ្ញាក់ផ្អើលគាត់គិតថាកបុប្ផាត្រូវការពេលវេលាគាត់គិតថាស្ត្រីនោះនឹងស្ទាក់ស្ទើរប៉ុន្តែចម្លើយបានមកយ៉ាងលឿនពោពេញដោយជំនឿចិត្តដែលធ្វើឲ្យខ្លួនប្រាណគវីរៈអ៊ូញ៉ោបុប្ផាក្អប់វីរៈ
ផ្អែកក្បាលទៅនឹងទ្រូងបរោះនោះចង្វាក់បេះដូងរបស់ពួកគេទាំងពីរបញ្ចូលគ្នាបង្កើតបានជាពេលដ៏ស្មោះត្រង់បំផុតក្នុងជីវិតរបស់ពួកគេដំណឹងចាប់ផ្ដើមរីករាលដាលនៅក្នុងភូមិអ្នកភូមិរំភើបគវីរៈគឺរៀបការជាមួយជនបរទេសម្នាក់ដែលរស់នៅក្នុងផ្ទះជួលសាមញ្ញចង់រៀបការជាមួយអ្នកបើកឡានដឹកទំនិញ Fuso វាបានក្លាយជារឿងដែលរីករាលដាលយ៉ាងឆាប់រហ័សប៉ុន្តែផ្ទុយទៅវិញវាបាននាំមកនូវភាពកក់ក្ដៅដល់អ្នកភូមិថ្ងៃរៀបការក៏ត្រូវបានរៀបចំយឺតម្ចាស់ផ្ទះជួលបានជួយរៀបចំកន្លែងអ្នកជិតខាងបានឲ្យខ្ចីកៅអីផ្លាស្ទិកវីរៈក៏បានខ្ចីអាវកូតពីបងប្អូនរបស់គាត់កបុផាបានពាក់ឈុតប្រពៃណីសាមញ្ញដែលត្រូវបានកែសម្រួលដោយជាងកាត់ដេរក្នុងភូមិថ្ងៃដែលរងចាំទីបំផុតបានមកដល់ព្រះអាទិត្យរះយ៉ាងស្ងប់ស្ងាត់អ្នកភូមិបានមកដល់ដោយទឹកមុខរីករាយកបុផាអង្គុយយ៉ាងស្ងប់ស្ងាត់សក់ពណ៌ទង់ដែងរបស់នាងត្រូវបានក្រងយ៉ាងស្អាតគវីរៈឈរដោយដៃញ័រប៉ុន្តែស្នាមញឹមមិនដែលរលាងពីបូមាត់របស់គាត់ឡើយនៅពេលអ្នកចៅក្រមចាប់ផ្ដើមពិធីកបុផាឈរមិនឆ្ងាយសម្លឹងមើលគវីរៈដោយភ្នែកភ្លឺរលោងជាមួយនឹងថ្លៃបណ្ណាការជាឈុតសម្ភារៈប្រើប្រាស់ក្នុងការបួងសួងខ្ញុំទទួលយកពាក្យសម្ដីនោះបានចេញពីមាត់គវីរៈដោយសំឡេងច្បាស់ហើយនៅពេលនោះពួកគេទាំងពីរបានក្លាយជាប្តីប្រពន្ធជាផ្លូវការសំឡេងទះដៃបានបន្លឺឡើងក្មេងក្នុងភូមិរត់លេងបណ្ដាសើចបណ្ដាម្ចាស់ផ្ទះជួលបានជូតទឹកភ្នែករីករាយហើយកបុផាបានអបគវីរៈប្តីថ្មីរបស់នាងដោយអារម្មណ៍ហាក់ដូចជាពិភពលោកបានពេញលេញម្ដងទៀតថ្ងៃនោះមិនមែនត្រឹមតែជាពិធីមង្គលការនោះទេថ្ងៃនោះគឺជាចម្លើយចំពោះរាល់ការភ័យខ្លាចការសង្ស័យនិងការធ្វើដំណើរដ៏វែងឆ្ងាយនៃបេះដូងពីរដែលមិនធ្លាប់នឹកស្មានថានឹងជួបគ្នាហើយជីវិតថ្មីរបស់ពួកគេក៏បានចាប់ផ្ដើមថ្ងៃបន្ទាប់ពីពិធីមង្គលការបានក្លាយជាការចាប់ផ្ដើមនៃជីវិតថ្មីទាំងស្រុងសម្រាប់កបុផានិងគវីរៈការផ្លាស់ប្ដូរនោះមិនត្រឹមតែមាននៅក្នុងចំណងរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែក៏មាននៅក្នុងបរិយាកាសផ្ទះជួលតូចដែលពួកគេរស់នៅផងដែរបន្ទប់ដែលពីមុនស្ងាត់ឥឡូវនេះពោពេញដោយសំឡេងជំហានជើងស្នាមញឹមតូចនិងការសន្ទនាតិចរាល់ព្រឹកនៅថ្ងៃដំបូងជាប្តីប្រពន្ធវីរៈក៏បានក្រោកពីព្រលឹមជាងធម្មតាគាត់ឈរនៅរានហាលផ្ទះជួលមើលព្រះអាទិត្យរះយឺតពីក្រោយដំបូលផ្ទះអ្នកភូមិនៅជ្រុងភ្នែករបស់គាត់មានអារម្មណ៍ដឹងគុណដែលពិបាកពន្យល់ជីវិតរបស់គាត់ដែលពីមុនមានអារម្មណ៍ធម្មតាឥឡូវនេះបានប្រែក្លាយទៅជាអ្វីមួយដែលមានន័យពីក្នុងបន្ទប់បុប្ផាបានចេញមកដោយសក់រលុងទន់នាងកាន់កែវតែទឹកក្តៅអរុនសួស្តីប្តីសម្លាញ់ពីនាងនិយាយតិចវីរៈងាកមកដោយស្នាមញឹមភ័យដែលធ្វើឲ្យគាត់មើលទៅក្មេងជាងមុនអរុនសួស្តីបុប្ផាដូចមានអ្វីមួយនៅក្នុងរបៀបដែរបុប្ផាវហៅពាក្យថាប្តីសម្លាញ់ដែលធ្វើឲ្យទ្រូងគវីរៈអញ្ញរគាត់មិនដែលនឹកស្មានថាស្ត្រីជនបរទេសម្នាក់មកពីប្រទេសឆ្ងាយនឹងនិយាយពាក្យនោះសម្រាប់ខ្លួនគាត់ទេថ្ងៃនោះពួកគេបានចំណាយពេលសម្អាតផ្ទះជួលពួកគេបានរៀបចំទីតាំងក្រែឡើងវិញផ្លាស់ប្ដូរវាំងនឹងទិញរបស់របរតូចមួយចំនួននៅតូបចានថ្មីសាប៊ូក្រអូបនិងថូបកាផ្លាស្ទិកសម្រាប់ការសាមញ្ញពេលល្ងាចពួកគេអង្គុយទន្ទឹមគ្នានៅរានហាលខណៈរីករាយនឹងខ្យល់អាកាសក្នុងភូមិអ្នកជិតខាងម្នាក់បានមកនាំយកបន្លែបៃតងមួយចានជាកាដូអាពាហ៍ពិពាហ៍អ្នកភូមិបានទទួលកបុផាដោយរាក់ទាក់ទោះបីជួនកាលនៅតែភ្ញាក់ផ្អើលនៅពេលឃើញជនបរទេសដែលនិយាយភាសាខ្មែរដោយសេរីក៏ដោយយប់គវីរៈអង្គុយនៅលើឥដ្ឋខណៈគិតគូរពីការចំណាយក៏ខ្ញុំប្រហែលជាត្រូវរកការងារបន្ថែមឥឡូវនេះយើងពីរនាក់ហើយការចិញ្ចឹមជីវិតត្រូវតែច្រើនជាងមុនកបុផាអង្គុយនៅលើគ្រែសម្លឹងមើលគវីរៈដោយក្រសែភ្នែកទន់ភ្លន់ខ្ញុំអាចជួយបានក៏ខ្ញុំអាចរកការងារតូចតាចបានក៏ប្រហែលជាភាសាខ្មែរអូននៅតែរៀនយឺតទៅកបុផាមុខក្បាលក្នុងចិត្តនាងមានការប្រាជ្ញាចិត្តយ៉ាងមុតមាំដើម្បីក្លាយជាផ្នែកពិតប្រាកដនៃជីវិតរបស់គវីរៈមិនមែនត្រឹមតែជាមនុស្សដែលគាត់ការពារនោះទេថ្ងៃបន្ទាប់ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេបានបន្តរវាងភាពសាមញ្ញនិងសុភមង្គលតូចដែលបន្តលូតលាស់ពួកគេមានទម្លាប់ថ្មីរាល់ព្រឹកបុប្ផាធ្វើតែខណៈគវីរៈរៀបចំសម្ភារៈសម្រាប់ការងារឡានដឹកទំនិញរបស់គាត់នៅពេលគវីរៈទៅធ្វើការបុប្ផារៀនភាសាខ្មែរដោយប្រើសៀវភៅចាស់ដែលបានទិញនៅផ្សារចាស់មានពេលលំបាកជួនកាលលុយគវីរៈមិនសូវគ្រប់គ្រាន់មានថ្ងៃដែលគាត់ត្រឡប់មកផ្ទះវិញដោយទឹកមុខស្រពាប់ស្រពោនដោយសារទំនិញដែលគាត់ដឹកជញ្ជូនយឺតហើយគាត់ត្រូវបានថៅកែស្ដីបន្ទោសក៏មានថ្ងៃដែលភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យឡានដឹកទំនិញខូចហើយការងារត្រូវបានពន្យាពេលប៉ុន្តែនៅពីក្រោយទាំងអស់នោះព
ពួកគេនៅតែបន្តដំណើរជាមួយគ្នាយប់មួយគឺវីរៈត្រឡប់មកផ្ទះវិញដោយជំហានធ្ងន់ដៃរបស់គាត់កាន់ចង្កេះហត់នឿយដោយសារការធ្វើដំណើរឆ្ងាយក្បុបផាដើរទៅរកគាត់ភ្លាមដោយមិននិយាយច្រើននាងបានរៀបចំទឹកក្តៅជូតប្រេងក្រអូបទៅខ្នងខ្វីរៈនិងបើកកង្ហាតូចដើម្បីឲ្យបន្ទប់ត្រជាក់ជាងមុនខ្វីរៈស្ងាត់ស្ងៀមក្បុបផាអូនមិនចាំបាច់ពិបាកបែបនេះទេគឺខ្ញុំជាប្រពន្ធអ្នកខ្ញុំចង់ឲ្យអ្នកមានសុខភាពល្អចម្លើយនោះបានធ្វើឲ្យខ្វីរៈដកដង្ហើមវែងគាត់មានអារម្មណ៍ថាមានតម្លៃតាមរបៀបដែលគាត់មិនធ្លាប់មានក្នុងជីវិតរបស់គាត់យប់មួយដ៏ស្ងប់ស្ងាត់នៅពេលដែលសំឡេងកណ្ដូបឮច្បាស់ពីខាងក្រៅក្បុបផាអង្គុយអបពោះរបស់នាងមុខរបស់នាងមើលទៅភ័យខ្លាចនាងប៉ះពោះរបស់នាងម្ដងទៀតរួចក៏ហៅខ្វីរៈខ្ញុំមានអារម្មណ៍ចម្លែកយ៉ាងម៉េចខ្ញុំរងរដូវប៉ុន្មានសប្តាហ៍ហើយខ្វីរៈស្ងាត់ស្ងៀមក៏រងរដូវអ្វីរាំងរដូវគឺភាពស្ងៀមស្ងាត់ដ៏វែងបានគ្រប់ដណ្ដប់បន្ទប់មានតែសំឡេងកង្ហាវិលយឺតខ្វីរៈខិតចូលមកជិតយឺតមានន័យថាអូនអាចនឹងមានផ្ទៃពោះមែនទេបាទប្រហែលជាក្បុបផាអន់ចុះកាន់ដៃរបស់នាងដែលចាប់ផ្ដើមញ័រក៏ខ្ញុំខ្លាចប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែរខ្វីរៈអង្គុយនៅក្បែរនាងនៅតែពិបាកជឿអ្វីដែលគាត់ទើបតែពិភពលោកហាក់ដូចជាវិលវល់ប៉ុន្តែគាត់មានអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំងបានបំពេញទ្រូងរបស់គាត់បើពិតជាអូនមានផ្ទៃពោះមែននោះជាអំណោយខ្វីរៈនិយាយក្បុបផាគោះសម្លឹងមើលគាត់ដោយភ្នែកស្រក់ទឹកភ្នែកអ្នកមិនថាអីទេមិនក៏ត្រូវថាអូនជាប្រពន្ធខ្ញុំក៏បើព្រះជាម្ចាស់ប្រទានកូននោះជាលៀបរបស់យើងទឹកភ្នែកតូចបានស្រក់ចេញពីក្បុបផានាងបានអបខ្វីរៈក៏ហើយខ្វីរៈក៏បានអបនាងវិញដោយដៃដ៏រឹងមាំដែលធ្វើឲ្យនាងមានអារម្មណ៍សុវត្ថិភាពថ្ងៃបន្ទាប់ពួកគេបានទៅមណ្ឌលសុខភាពតូចមួយក្នុងភូមិហើយនៅពេលដែលឈ្មោះបានបញ្ជាក់ថាក្បុបផាពិតជាមានផ្ទៃពោះមែនពួកគេទាំងពីរបានសម្លឹងមើលគ្នាទៅវិញទៅមកដោយភាពភ្ញាក់ផ្អើលដ៏ផ្អែមល្ហែមហាក់ដូចជាជីវិតថ្មីបានបើកទ្វាររបស់វាហើយដំណើររបស់ពួកគេជាប្តីប្រពន្ធទើបតែចាប់ផ្ដើមប៉ុន្តែឥឡូវនេះមានទំនួលខុសត្រូវថ្មីកំពុងរង់ចាំជីវិតតូចមួយកំពុងលូតលាស់នៅក្នុងផ្ទៃក្បុបផាជីវិតដែលនៅពេលក្រោយនឹងក្លាយជាហេតុផលឲ្យពួកគេស៊ូកាន់តែខ្លាំងស្រឡាញ់កាន់តែជ្រៅនិងរឹងមាំកាន់តែខ្លាំងជាមួយនឹងដំណឹងមួយនោះពិភពលោកតូចរបស់ពួកគេបានផ្លាស់ប្ដូរជារៀងរហូតដំណឹងមានផ្ទៃពោះរបស់ក្បុបផាក៏បានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងភូមិគ្មានពាក្យចាំអារ៉ាមអាក្រក់ទេបែរជាមានភាពកក់ក្ដៅដែលមិននឹកស្មានដល់ក្រុមម្ដាយបានផ្ញើដំបូន្មានផ្ដល់ថ្នាំបុរាណនិងអាហារបំប៉នគ្រប់ប្រភេទក្មេងរត់លេងបណ្ដាលស្រែកយ៉ាងរីករាយហៅក្បុបផាថាជាជនបរទេសដែលជិតមានកូនហើយជីវិតសាមញ្ញនោះបានធ្វើឲ្យថ្ងៃរបស់ក្បុបផានិងខ្វីរៈមានអារម្មណ៍ដូចជាខ្សែទឹកហូរដែលនាំមកនូវសន្តិភាពនិងក្តីសង្ឃឹមការមានផ្ទៃពោះមិនតែងតែងាយស្រួលនោះទេនៅខែដំបូងក្បុបផាឧស្សាហ៍ចង្អោរខ្វីរៈឃើញនាងអង្គុយសម្លឹងមើលទៅក្រៅដោយគិតច្រើននៅគែមក្រេខណៈកាន់ពោះហើយរាល់ពេលដែលរឿងនោះកើតឡើងគាត់មានអារម្មណ៍ថាបេះដូងរបស់គាត់រំជួលចិត្តដើម្បីធ្វើអ្វីមួយដែលសាមញ្ញបំផុតប៉ុន្តែពោពេញដោយក្តីស្រឡាញ់ជួនកាលវីរៈធ្វើតែទឹកក្តៅជួនកាលគាត់បើកកង្ហាដើម្បីឲ្យបន្ទប់មិនក្តៅជួនកាលគាត់គ្រាន់តែអង្គុយនៅក្បែរក្បុបផាដោយមិននិយាយវត្តមានរបស់គាត់តែប៉ុណ្ណោះក៏គ្រប់គ្រាន់ដើម្បីធ្វើឲ្យស្ត្រីនោះរឹងមាំដែរនៅពេលមានផ្ទៃពោះចូលដល់ខែទី4ពោះរបស់ក្បុបផាចាប់ផ្ដើមធំនាងឧស្សាហ៍ប៉ះពោះរបស់នាងដោយស្នាមញញឹមតូចនាងមើលវីដេអូអំពីទារកនិងរៀនពីរបៀបថែទាំកូនដោយភាសាខ្មែរដែលប្រសើរឡើងបន្តិចម្ដងជួនកាលនាងហៅខ្វីរៈដើម្បីបង្ហាញអ្វីមួយខ្វីរៈមើលនេះទារកអាចស្ដាប់សំឡេងឪពុកម្ដាយបានបេហេពិតមែនឬពិតគណៈត្រូវតែនិយាយជាមួយគាត់ឲ្យបានញឹកញាប់ខ្វីរៈចូលទៅជិតពោះក្បុបផាដោយឆ្កងប៉ុន្តែពោពេញដោយក្តីស្រឡាញ់ជំរាបសួរខ្ញុំជាប៉ាឯងកូនគុំរឹងរូសអីកប៉ាខំប្រឹងធ្វើការដើម្បីកូនកបុប្ផារសើចសំឡេងរបស់នាងទន់ភ្លន់និងពោពេញដោយសុភមង្គលរាល់ថ្ងៃទំនាក់ទំនងរបស់ពួកគេកាន់តែរឹងមាំមិនមែនដោយសារតែពាក្យសម្ដីធំនោះទេប៉ុន្តែដោយសារតែរឿងតូចដែលពួកគេបានធ្វើជាមួយគ្នាពួកគេធ្វើម្ហូបរៀបចំផ្ទះជួលទិញសម្លៀកបំពាក់ទារកនៅផ្សារហើយជួនកាលដើរលេងពេលល្ងាចដោយកាន់ដៃគ្នានៅខែទី6ខ្វីរៈបានទទួលការងារបន្ថែមពីថៅកែរបស់គាត់បានក្លាយជាអ្នកបើកឡានដឹកទំនិញសម្រាប់ផ្លូវដែលឆ្ងាយជាងប៉ុន្តែទទួលបានប្រាក់ខែច្រើនជាង
នេះជាការសម្រេចចិត្តដ៏លំបាកព្រោះមានន័យថាគាត់ត្រូវតែឃ្លាតឆ្ងាយពីផ្ទះយូរជាងមុនប៉ុន្តែដោយឃើញក្បូបផាមានផ្ទៃពោះធ្វើឲ្យគាត់ចង់ធានាថាអនាគតកូនរបស់ពួកគេត្រូវបានធានាវីរៈអ្នកប្រកាសជីទទួលយកការងារនេះទេអ្នកត្រឡប់មកវិញប្រហែល2ថ្ងៃម្ដងក៏ខ្ញុំប្រកាសពួកខ្ញុំចង់សន្សំលុយសម្រាប់កូនរបស់យើងដើម្បីឲ្យគាត់មានអ្វីដែលល្អបំផុតនៅពេលក្រោយគឺអ្នកតែងតែគិតឆ្ងាយណាស់គេព្រោះឥឡូវនេះខ្ញុំមានហេតុផលធំដើម្បីរស់នៅឲ្យបានល្អប្រសើរជាងមុនគូពាក្យសម្ដីនោះបានធ្វើឲ្យក្បូបផាសម្លឹងមើលគាត់យូរនៅលើផ្ទៃមុខវីរៈនាងបានឃើញអ្វីមួយដែលនាងមិនធ្លាប់រកឃើញក្នុងទំនាក់ទំនងអតីតកាលរបស់នាងភាពរឹងមាំភាពស្មោះត្រង់បំណងប្រាថ្នាក្នុងការកសាងអ្វីមួយដែលពិតប្រាកដនៅពេលកវីរៈត្រូវទៅធ្វើការក្បូបផាឧស្សាហ៍អង្គុយនៅរៀនហើផ្ទះជួលរងចាំសម្លេងម៉ាស៊ីនឡានដឹកទំនិញដែលទីបំផុតបាននាំប្តីរបស់នាងត្រឡប់មកផ្ទះវិញនៅពេលសម្លេងនោះឮពីចម្ងាយបេះដូងរបស់នាងតែងតែលោតញាប់ហើយនៅពេលកវីរៈចុះពីឡានដឹកទំនិញដោយទឹកមុខហត់នឿយប៉ុន្តែញឹមក្បូបផាបើដឹងថាការភ័យខ្លាចទាំងអស់នោះមិនឥតប្រយោជន៍ទេនៅយប់ខ្លះក្បូបផាជូតពោះរបស់នាងខណៈនិយាយទៅកាន់ទារកកូនមានប៉ាដែលអស្ចារ្យណាស់កូនសំណាងណាស់គេហើយនៅលើឥដ្ឋកវីរៈតែងតែស្ដាប់ទោះបីជាគាត់ធ្វើពុតជាដេកក៏ដោយពាក្យសម្ដីទាំងនោះបានជ្រាបចូលទៅក្នុងបេះដូងរបស់គាត់ហើយនៅទីនោះនៅពេលចូលដល់ខែទី8ខ្លួនរបស់ក្បូបផាកាន់តែធ្ងន់នាងឧស្សាហ៍ពិបាកដើរអ្នកចិត្តខាងបានមកជួយមានអ្នកនាំអាហារមានអ្នកជួយបោកខោអាវមានអ្នកនៅជាមួយនាងនៅពេលកវីរៈកំពុងធ្វើការឆ្ងាយនៅយប់មួយដែលមានភ្លៀងរលឹមក្បូបផាបានភ្ញាក់ឡើងដោយការឈឺចាប់ដែលរាលដាលនៅក្នុងពោះរបស់នាងដង្ហើមរបស់នាងដង្ហក់នាងអង្គុយអោបពោះរបស់នាងខណៈធ្ងោកវីរៈដែលដេកនៅលើឥដ្ឋបានភ្ញាក់ឡើងភ្លាមនៅពេលឮសំឡេងនោះក្បូបផាអូនកើតអីឈឺខ្ញុំមិនដឹងក៏ប្រហែលជាដល់ពេលហើយគូវីរៈភ័យស្លន់ស្លោគាត់បានយកអាវក្រៅភ្លាមជួយក្បូបផាក្រោកឈរហើយហៅម្ចាស់ផ្ទះជួលក្នុងរយៈពេលប៉ុន្មាននាទីពួកគេបាននាំក្បូបផាទៅមណ្ឌលសុខភាពដែលនៅជិតបំផុតភ្លៀងកាន់តែខ្លាំងភ្លើងងឹតប៉ុន្តែគូវីរៈនៅតែរត់តិចនៅក្បែរក្បូបផាដោយធានាថាស្ត្រីនោះមិនមានអារម្មណ៍នៅម្នាក់ឯងនោះទេនៅមណ្ឌលសុខភាពពេលវេលាដើរយឺតប៉ុន្តែពោពេញដោយភាពតានតឹងក្បូបផាអង្គុយនៅលើទេះរុញកាន់ដៃគូវីរៈយ៉ាងណែនគូវីរៈមិនបានលែងដៃនាងបន្តិចណាឡើយបន្ទាប់ពីច្រើនម៉ោងពោពេញដោយការឈឺចាប់ទីបំផុតសំឡេងយំរបស់ទារកបានបន្លឺឡើងបំពេញបន្ទប់តូចឮច្បាស់និងបរិសុទ្ធសំឡេងដែលបានបំពេញទ្រូងគូវីរៈភ្លាមដោយសុភមង្គលដែលមិនអាចកាត់ថ្លៃបានក្បូបផាដេកស្ទើរតែដួលសន្លប់ប៉ុន្តែភ្នែករបស់នាងពោពេញដោយទឹកភ្នែកសុភមង្គលនោះជាកូនរបស់យើងគវីរៈនិយាយដោយសំឡេងស្ទះឈ្មោះបានលើកទារកតូចស្បែកថ្លាដែលមានសក់ស្ដើងមកបង្ហាញពួកគេគឺសូមអបអរសាទរនេះជាកូនស្រីរបស់អ្នកបុប្ផាយំគវីរៈអន់ចុះថាបក្បាលទារកនោះដោយដៃញ័រគាត់មានអារម្មណ៍ថាជីវិតទាំងមូលរបស់គាត់បានរកឃើញគោលបំណងថ្មីនៅពេលនោះពួកគេបានដាក់ឈ្មោះកូនស្រីនោះថាសុជាតាគឺឈ្មោះដែលមានន័យថាពន្លឺព្រោះនាងពិតជាពន្លឺដែលបំភ្លឺជីវិតរបស់ពួកគេថ្ងៃបន្ទាប់ពីគុសុជាតាកើតមកគឺជាពេលវេលានៃការតស៊ូថ្មីព្រឹកព្រលឹមពោពេញដោយសំឡេងយំរបស់ទារកយប់ដែលមិនបានគេងភាពនឿយហត់ដែលមិនធ្លាប់មានពីមុនមកប៉ុន្តែរាល់វិនាទីមានតម្លៃគូវីរៈបានរៀនពីរបៀបបដូរក្រណាត់កន្ទប់ទារកដោយឆ្កងក្បូបផាបំបៅដោះកូនខណៈសម្លឹងមើលទារកនោះដោយភ្នែកពោពេញដោយក្តីស្រឡាញ់នៅពេលសុជាតាផ្ដេកលូកពួកគេអង្គុយទន្ទឹមគ្នាម្នាក់កាន់ដៃតូចរបស់កូនស្រីរបស់ពួកគេសុជាតាបានលូតលាស់คล้ายជាទារកដែលមានសកម្មភាពនាងឧស្សាហ៍សើចនៅពេលគូវីរៈធ្វើសម្លេងកំប្លែងនាងគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងទ្រូងក្បូបផារាល់ថ្ងៃបានคล้ายជាភស្តុតាងដែលថាក្រុមគ្រួសារតូចមួយនេះបានពេញលេញហើយថ្ងៃលេខ1នៅពេលគុសុជាតាអាយុ8ខែពួកគេទាំង3នាក់អង្គុយនៅរៀនហើផ្ទះជួលគុសុជាតាគូសាច់លេងម្រាមដៃវីរៈក្បូបផាគូផ្អែកខ្លួនទៅស្មាប្តីរបស់នាងល្ងាចនោះស្ងប់ស្ងាត់សន្តិភាពនិងពោពេញដោយក្តីដឹងគុណវីរៈក្បូបផានិយាយយ៉ាងទន់ភ្លន់គឺអ្នកចាំថ្ងៃដំបូងដែលយើងជួបគ្នាទេបាទចាំក្អូនអង្គុយនៅចិញ្ចើមផ្លូវគួរឲ្យអាណិតណាស់ពេលនោះគឺមានរឿងមួយដែលខ្ញុំគិតគវីរៈបើពេលនោះអ្នកមិនឈប់នៅភ្លើងស្តុបទេគឺខ្ញុំមិនចង់គិតបែបនោះទេយឺសំខាន់ខ្ញុំឈប់ក្បូបផាវញឹម
អ្នកឈប់ហើយជីវិតខ្ញុំក៏ផ្លាស់ប្ដូរគវីរៈគោសម្លឹងមើមេឃដែលយឺតងឹតជីវិតរបស់យើងបានផ្លាស់ប្ដូរហើយខ្ញុំមិនចង់ត្រឡប់ទៅមុននោះទេយើងនឹងមិនត្រឡប់ទៅវិញទេយើងមានក្រុមគ្រួសាររួចហើយគឺសុជាតាងើបខ្លួននៅលើផ្លូវគវីរៈធ្វើឲ្យបរិះនោះសាច់តិចក្រុមគ្រួសារចម្លែកបំផុតប៉ុន្តែរីករាយបំផុតអ្នកបើកឡានដឹកទំនិញជនបរទេសនិងកូនកាត់ដែលនិយាយច្រើនណាស់គឺបុប្ផាក៏សើចដែរចម្លែកគឺស្រស់ស្អាតថ្ងៃនោះដោយគ្មានពិធីជប់លៀងគ្មានភ្ញៀវគ្មានសម្លេងតន្ត្រីរំខានពួកគេបានប្រារព្ធសុភមង្គលតូចមួយដ៏ធំធេងក្រុមគ្រួសារតូចរបស់ពួកគេបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយពីចិញ្ចើមផ្លូវក្តៅដែលបាននាំពួកគេមកជួបគ្នាពីផ្ទះជួលសាមញ្ញដែលបានផ្ទុកនៅក្តីស្រឡាញ់របស់ពួកគេរហូតដល់មណ្ឌលសុខភាពតូចដែលគូសុជាតាកើតមកឥឡូវនេះពួកគេគឺជាក្រុមគ្រួសារមិនមែនជាចៃដន្យមិនមែនជាការអាណិតមិនមែនជាបណ្ដោះអាសន្ននោះទេពួកគេគឺជាព្រលឹងបីដែលត្រូវបានកំណត់វាសនាឲ្យជួបគ្នាតស៊ូនិងលូតលាស់ជាមួយគ្នាហើយជីវិតសាមញ្ញរបស់ពួកគេពោពេញដោយការតស៊ូនិងក្តីស្រឡាញ់នៅតែបន្តឆ្ពោះទៅរកអនាគតដែលកក់ក្ដៅជាងមុនរឿងរបស់ពួកគេមិនទាន់ចប់ទេរឿងរបស់ពួកគេទើបតែចាប់ផ្ដើមពិតប្រាកដពេលវេលាបានបន្តទៅមុខដោយមិនរងចាំនរណាម្នាក់ឡើយហើយឆ្នាំក៏ចាប់ផ្ដើមផ្ដល់រូបរាងដល់ជីវិតតូចមួយដែលពួកគេបានកសាងរួមគ្នាគូសុជាតាឥឡូវនេះមានអាយុ3ឆ្នាំហើយសក់របស់នាងពណ៌ត្នោតមាសដូចពន្លឺព្រះអាទិត្យពេលព្រឹកហើយភ្នែករបស់នាងធំដូចភ្នែកបុប្ផាប៉ុន្តែមុខរបស់នាងរឹងមាំនិងស្មោះត្រង់ដូចឧវីរៈនាងរត់លេងតិចតាមច្រកផ្លូវភូមិខណៈសើចហើយអ្នករាល់គ្នាដែលនាងស្គាល់ក៏បងវីរៈកូនអ្នកកាន់តែឆ្លាតអ្នកចិត្តខាងបញ្ចេញមិត្តខណៈសើចឧវីរៈគ្រាន់តែឆ្លើយតបដោយស្នាមញញឹមមោទនភាពសុជាតានេះនិយាយច្រើនដូចម្ដាយនាងដែរបុប្ផាសម្លឹងមើលខណៈអបកន្ត្រកទិញអីវ៉ាន់ក៏ខ្ញុំមិននិយាយច្រើនទេគឺខ្ញុំគ្រាន់តែចូលចិត្តនិយាយអូបាទចូលចិត្តនិយាយរាល់2នាទីម្ដងគវីរៈនិយាយដោយសំឡេងលេងសើចបុប្ផាធ្វើពុតជាមិនពេញចិត្តប៉ុន្តែស្នាមញញឹមក៏លេចចេញមកលើបូមាត់របស់នាងដែរក្នុងចិត្តនាងដឹងថាជីវិតដែលនាងកំពុងរស់នៅឥឡូវនេះមានន័យខ្លាំងជាងអ្វីដែលនាងធ្លាប់មានពីមុនមកផ្ទះជួលសាមញ្ញនោះលែងមានអារម្មណ៍តូចចង្អៀតដូចមុនទៀតហើយគវីរៈបានសន្សំលុយបន្តិចម្ដងហើយទីបំផុតពួកគេបានជួសជុលផ្នែកតូចមួយនៃបន្ទប់ដើម្បីបង្កើតកន្លែងគេងរបស់គូសុជាតាពុកផ្ទាល់ជញ្ជាំងដែលពីមុនចាស់ទ្រុឌទ្រោមឥឡូវនេះត្រូវបានលាបពណ៌ខៀវខ្ចីហើយផ្ទាំងរូបភាពអក្សរក្រមត្រូវបានបិទដើម្បីជួយគូសុជាតាគឺរៀនអក្សរប៉ុន្តែជីវិតមិនតែងតែងាយស្រួលនោះទេវីរៈធ្វើការកាន់តែលំបាកផ្លូវឡានដឹកទំនិញរបស់គាត់ឥឡូវនេះកាន់តែឆ្ងាយជួនកាលចេញក្រៅខេត្តគាត់ឧស្សាហ៍ចេញទៅមុនថ្ងៃរះហើយត្រឡប់មកវិញនៅពេលយប់ជ្រៅរាល់ភាពនឿយហត់និងញើសដែលជាប់នឹងអាវរបស់គាត់តែងតែបោះបង់ចោលដោយក្តីសង្ឃឹមមួយគឺសុជាតានិងកបុប្ផាគ្រោះនៅបានល្អប្រសើរយប់មួយគឺវីរៈទើបតែត្រឡប់មកពីធ្វើដំណើរឆ្ងាយគាត់ចូលទៅក្នុងផ្ទះជួលដោយខ្លួនប្រាណវិលវល់ប៉ុន្តែនៅពេលឮសំឡេងសើចរបស់គឺសុជាតានៅក្នុងបន្ទប់គាត់បានព្យាយាមឈរត្រង់គាត់បើកទ្វារយឺតសុជាតាកំពុងអង្គុយលើផ្លូវកបុប្ផាកំពុងអានសៀវភៅរូបភាពប៉ាត្រឡប់មកផ្ទះវិញសុជាតានិយាយដោយរីករាយគឺវីរៈញឹមទោះបីជាមុខរបស់គាត់ហត់នឿយក៏ដោយគឺសុជាតាបើមិនទាន់ដេកទេមិនទាន់ទេសុជាតាក៏រងចាំប៉ាបេះដូងគវីរៈក្រលីគាត់អង្គុយនៅលើឥដ្ឋដាក់មុខអ្នកបើកឡានដឹកទំនិញរបស់គាត់ហើយឲ្យគឺសុជាតាអបគាត់កបុប្ផាសង្កេតមើលពួកគេទាំងពីរដោយទឹកមុខពោពេញដោយក្តីដឹងគុណគឺអ្នកហត់ណាស់កបុប្ផានិយាយយ៉ាងទន់ភ្លន់ក៏បាទប៉ុន្តែមើលអ្នកទាំងពីរភាពនឿយហត់ក៏បាត់ទៅកបុប្ផាគញញឹមប៉ុន្តែនាងក៏ឃើញអ្វីដែលគវីរៈមិនបានដឹងដែរមួយថ្ងៃទៅមួយថ្ងៃភាពនឿយហត់របស់ប្តីនាងកាន់តែធ្ងន់ស្នាមជ្រីវជ្រួញនៅលើមុខរបស់គាត់កាន់តែជ្រៅមានបន្ទុកដ៏ធំដែលគាត់បានលាក់ទុកក្នុងភាពស្ងៀមស្ងាត់កបុប្ផាក៏ដឹងថានាងមិនអាចបន្តឲ្យគវីរៈធ្វើការយ៉ាងលំបាកតែម្នាក់ឯងបានទេពីរបីសប្តាហ៍ក្រោយមកបុប្ផាក៏បានសម្រេចចិត្តរឿងធំមួយនាងបានចុះឈ្មោះចូលរៀនវគ្គភាសាខ្មែរកម្រិតខ្ពស់តាមអនឡាញហើយបន្ទាប់ពីនោះវគ្គធ្វើម្ហូបក្នុងស្រុកនាងក៏ចាប់ផ្ដើមជួយនៅតូបអ្នកជិតខាងដំបូងគ្រាន់តែលាងចានរួចបកខ្ទឹមបារាំងបន្តិចម្ដងនាងត្រូវបានគេទុកចិត្តឲ្យជួយបម្រើអតិថិជនអ្នកជិតខាងដែលមកទស្សនាសប្បាយចិត្តនៅពេលឃើញជនបរទេសដែលរួសរាយរាក់ទាក់និងចង់រៀនកូវ៉ាជនបរទេសនេះឧស្សាហ៍ណាស់
ស្ត្រីម្នាក់និយាយខណៈបង់លុយទំនិញកបុប្ផាគ្រាន់តែញឹមក៏ខ្ញុំចង់ជួយប្តីខ្ញុំខ្ញុំក៏ចង់ធ្វើការដែរល្ងាចមួយនៅពេលកវីរៈត្រឡប់មកផ្ទះវិញលឿនជាងមុនគាត់ភ្ញាក់ផ្អើលនៅពេលឃើញកបុប្ផាកំពុងរៀបចំតុអាហារដោយមុខម្ហូបដែលគាត់មិនធ្លាប់ឃើញពីមុនមកមានមាន់ស្ងោរបន្លែបៃតងនិងទឹកម្ទេសដែរបុប្ផាធ្វើដោយខ្លួនឯងអូនធ្វើម្ហូបទាំងអស់នេះមែនទេវីរៈឧសួរបុប្ផាងក់ក្បាលដោយមោទនភាពខ្ញុំរៀនក៏ខ្ញុំចង់ជួយសេដ្ឋកិច្ចរបស់យើងកវីរៈស្ងាត់ស្ងៀមយូរបុប្ផាអូនមិនចាំបាច់ធ្វើការទេក៏ខ្ញុំអាចខិតខំដោយខ្លួនឯងបានអ្នកមិននៅម្នាក់ឯងទេយើងជាគ្រួសារក៏ខ្ញុំចង់រួមទុកក៏ខ្ញុំចង់រួមគ្នាបង្កើតអនាគតឲ្យគូសុជាតាពាក្យសម្ដីទាំងនោះបានធ្វើឲ្យយូវីរៈអន់ចុះគាត់មានអារម្មណ៍ថាការតស៊ូទាំងអស់របស់គាត់មិនឥតប្រយោជន៍នោះទេគាត់លែងជាបុរសដែលដើរតែម្នាក់ឯងទៀតហើយគាត់មានមនុស្សពីរនាក់ដែលជឿជាក់លើគាត់យប់នោះពួកគេបានញ៉ាំអាហារជាមួយគ្នាគូសុជាតាគូវីទៅដោយស្លាបព្រាតូចរបស់នាងខណៈសើចភាពកក់ក្ដៅបានបំពេញបន្ទប់តូចនោះពេលវេលាបន្តទៅមុខអាជីវកម្មតូចរបស់ក្បុប្ផាបានជួយពួកគេបន្តិចម្ដងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុវីរៈចាប់ផ្ដើមសន្សំបានច្រើនជាងមុនហើយនៅថ្ងៃមួយដែលមានពន្លឺថ្ងៃច្បាស់ពួកគេបានសម្រេចចិត្តទិញដីតូចមួយនៅចុងភូមិដីនោះមិនធំទេគ្រាន់តែគ្រប់គ្រាន់សម្រាប់ផ្ទះសាមញ្ញមួយប៉ុណ្ណោះប៉ុន្តែនៅពេលឈរលើដីនោះវីរៈក៏បានកាន់ដៃក្បុប្ផាក៏ហើយលើកសុជាតាដាក់លើផ្លូវរបស់គាត់នេះជាអនាគតរបស់យើងគាត់និយាយតិចភ្នែកក្បុប្ផាក៏ស្រក់ទឹកភ្នែកខ្ញុំមិនដែលនឹកស្មានថាមានជីវិតបែបនេះទេអ្នកសប្បាយចិត្តទេខ្ញុំសប្បាយចិត្តណាស់គេពីរបីខែក្រោយមកការសាងសង់ផ្ទះតូចនោះបានចាប់ផ្ដើមអ្នកជិតខាងបានចូលរួមជួយមានអ្នកកូស៊ីម៉ង់មានអ្នកលើកអិតមានអ្នកប្រក់ដំបូលទាំងអស់គ្នាបានធ្វើការដូចជាក្រុមគ្រួសារធំមួយដែលបំពេញគ្នាទៅវិញទៅមកសុជាតាក៏រត់លេងនៅជុំវិញគ្រឹះផ្ទះខណៈកាន់ធុងតូចមួយផ្ទុកសាច់គឺសុជាតាជួយប៉ានាងស្រែកវ៉ាជាងតូចដែលមានសេម៉េងហ្គេតបំផុតគឺវីរៈឆ្លើយតបខណៈសាយផ្ទះនោះបានរួចរាល់ក្នុងរយៈពេល3ខែសាមញ្ញមានបន្ទប់គេងពីរផ្ទះបាយតូចមួយបន្ទប់ទទួលភ្ញៀវតូចមួយនិងទីធ្លាដែលក្បុប្ផាដាំផ្កាឈូករ័ត្នដែលរីកស្រស់នៅពេលពួកគេផ្លាស់ប្ដូរចូលក្បុប្ផាអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវហើយសម្លឹងមើលជុំវិញដោយភ្នែកស្រក់ទឹកភ្នែកគឺខ្ញុំមានផ្ទះមួយហើយនាងនិយាយតិចគឺផ្ទះដែលពិតជាផ្ទះមែនពេលវេលារំកិលដូចរលកដែលមិនដែលឈប់ពីរបីឆ្នាំបានកន្លងផុតទៅតាំងពីផ្ទះតូចនោះត្រូវបានសាងសង់រួចហើយជីវិតគ្រួសាររបស់គូវីរៈកាន់តែមានស្ថិរភាពសុជាតាក៏បានក្លាយជាក្មេងស្រីឆ្លាតម្នាក់ពោពេញទៅដោយភាពចង់ដឹងនិងមានភាពកក់ក្ដៅពិសេសពីវប្បធម៌ពីរដែលបានចិញ្ចឹមនាងផ្ទះសាមញ្ញនោះឥឡូវនេះពោពេញដោយពណ៌នៅលើជញ្ជាំងបន្ទប់ទទួលភ្ញៀវមានរូបគំនូរតូចដែរសុជាតាគូនៅក្នុងទីធ្លាផ្កាឈូករ័ត្នដែលក្បុប្ផាដាំបានដុះខ្ពស់ហាក់ដូចជាកំពុងសង្កេតមើលការលូតលាស់របស់គ្រួសារនោះពីរដូវមួយទៅរដូវមួយព្រឹកមួយក្បុប្ផាបានភ្ញាក់ពីដំណេកមុនគេនាងឈរនៅក្នុងផ្ទះបាយកំពុងកម្ដៅទឹកខណៈឲ្យសំឡេងតូចពីបន្ទប់គឺសុជាតានៅពេលនាងបើកទ្វារយឺតសុជាតាកំពុងអង្គុយលើកម្រាលដោយមានតុក្កតាតូចមួយនៅក្នុងដៃនិយាយតិចដូចជាកំពុងបង្រៀនសិស្សនេះជាអក្សរអសម្រាប់មន់គឺនេះជាអក្សរបបេសម្រាប់បាល់គីនាងនិយាយដោយសំឡេងទន់ភ្លន់ក្បុប្ផាគូញឹមសុជាតាក្រោកពីព្រលឹមណាស់គឺសុជាតាងាកមកសក់របស់នាងរញ៉េញ៉ៃប៉ុន្តែមុខរបស់នាងពោពេញដោយភាពរីករាយសុជាតាចង់ទៅសាលារៀនសុជាតាចង់ឆ្លាតកូនឆ្លាតហើយក្បុប្ផានិយាយខណៈថាបក្បាលរបស់នាងព្រឹកនោះគឺវីរៈត្រឡប់មកវិញបន្ទាប់ពីធ្វើដំណើរពីថ្ងៃគាត់ដើរចូលដោយជំហានធ្ងន់ប៉ុន្តែញឹមកក់ក្ដៅសុជាតាក៏រត់ភ្លាមទៅអបជើងរបស់គាត់ប៉ាត្រឡប់មកផ្ទះវិញហើយសុជាតានឹកវីរៈលើកសុជាតាក៏ខ្ពស់ក៏ប៉ាក៏នឹកដែរនៅតែចង់ជិះឡានដឹកទំនិញជាមួយប៉ានៅពេលក្រោយទេសុជាតាងក់ក្បាលដោយសេម៉េងហ្គេតចង់ណាស់ក្បុប្ផារៀបចំអាហារពេលព្រឹកសាមញ្ញពួកគេទាំង3នាក់អង្គុយជាមួយគ្នានិយាយខ្លីអំពីផែនការសម្រាប់ថ្ងៃនោះភាពកក់ក្ដៅតូចមួយបែបនេះបានក្លាយជាគ្រឹះដែលមើលមិនឃើញដែលធ្វើឲ្យគ្រួសារនោះរឹងមាំពីរបីសប្តាហ៍ក្រោយមកសុជាតាចាប់ផ្ដើមចូលសាលាម្ដាយថ្ងៃដំបូងនៃការទៅសាលារៀនបានក្លាយជាពេលដែលពោពេញដោយមោទនភាពក៏ដូចជាការព្រួយបារម្ភតូចមួយសម្រាប់ក្បុប្ផា
នាងបានពាក់កាបូបតូចមួយនៅក្នុងកុសជាតាក្រងសក់កូនរបស់នាងហើយកាន់ដៃតូចនោះឆ្ពោះទៅច្រកទ្វារសាលាគ្រូបានស្វាគមន៍ដោយរាក់ទាក់ពួកគេបានស្គាល់កាបូបហារួចហើយពីពាក្យចាមអារាមរបស់អ្នកភូមិហើយការឃើញសុជាតាក៏ធ្វើឲ្យពួកគេញឹមមានអ្វីមួយពិសេសពីក្មេងស្រីនោះនាងមិនត្រឹមតែជាកូនកាត់នោះទេប៉ុន្តែនាងនាំមកនៅភាពរីករាយដែលធ្វើឲ្យអ្នកណាក៏ដោយមានអារម្មណ៍ស្និទ្ធស្នាលជាមួយនាងនៅពេលដល់វែងសុជាតាចូលថ្នាក់រៀននាងបានងាកទៅក្បប់ផាឌុម៉ាក់ចូលទៅជាមួយចូលមើលបន្តិចណាបន្ទាប់ពី2-3នាទីសុជាតាចាប់ផ្ដើមលេងជាមួយក្មេងផ្សេងទៀតនាងសើចនៅពេលនាងតម្រៀបភ្លុកពណ៌ហើយគ្រូបានសរសើរភាពឆ្លាតវៃរបស់នាងក្នុងការរៀបចំរូបរាងបេះដូងក្បប់ផាការ៉ូលីនៅពេលឃើញនាងទីបំផុតគ្រូបាននិយាយថាបុកញ្ញាក្បប់ផាសុជាតាអាចនៅតែម្នាក់ឯងបានហើយក៏កញ្ញាអាចរងចាំនៅខាងក្រៅបុប្ផាវងក់ក្បាលនៅពេលនាងចេញពីថ្នាក់រៀនកវីរៈកំពុងរងចាំនាងនៅរៀនហាសាលាគាត់បានឈប់សម្រាកគ្រាន់តែដើម្បីអំដំណើរកសុជាតានៅថ្ងៃដំបូងរបស់នាងគឺនាងរឹងមាំមែនទេវីរៈនិយាយដោយមោទនភាពបាទនាងរឹងមាំណាស់គឺរឹងមាំជាងអ្វីដែលខ្ញុំគិតទៅទៀតកវីរៈញឹមហើយចាប់ដៃបុប្ផានាងគឺជាកេរដំណែលដ៏ល្អបំផុតរបស់យើងថ្ងៃបន្ទាប់បានកន្លងទៅដោយសន្តិភាពសុជាតាក៏កាន់តែឆ្លាតហើយឧស្សាហ៍ធ្វើឲ្យឪពុកម្ដាយរបស់នាងភ្ញាក់ផ្អើលនាងបានរៀនភាសាខ្មែរពីអ្នកជិតខាងភាសាជាតិពីសាលារៀននិងភាសាអង់គ្លេសពីម្ដាយរបស់នាងនាងបានលូតលាស់ដោយមានភាពចង់ដឹងចង់ឃើញយ៉ាងខ្លាំងនិងភាពកក់ក្ដៅដែលលេចឡើងគ្រប់ទីកន្លែងដែលនាងទៅប៉ុន្តែនៅពីក្រោយទាំងអស់នោះជីវិតនៅតែទាមទារការតស៊ូកវីរៈកាន់តែញឹកញាប់ទទួលបានផ្លូវឆ្ងាយប្រាក់ខែរបស់គាត់បានកើនឡើងប៉ុន្តែពេលវេលាជាមួយក្រុមគ្រួសារបានថយចុះមានយប់ដែលក្បប់ផាអង្គុយតែម្នាក់ឯងនៅរៀនហាលសម្លឹងមើលផ្លូវស្ងាត់ខណៈរងចាំសំឡេងម៉ាស៊ីនឡានដឹកទំនិញដែលមិនទាន់លេចលឺយប់មួយដែលមានភ្លៀងធ្លាក់យូវីរៈត្រឡប់មកផ្ទះវិញយឺតណាស់សម្លៀកបំពាក់ធ្វើការរបស់គាត់សើមហើយមុខរបស់គាត់មើលទៅស្រពាប់ស្រពោនក្បប់ផាដើរទៅរកគាត់ភ្លាមគឺអ្នកមិនក៏សើមខ្លាំងម្ល៉េះភ្លៀងធ្លាក់ខ្លាំងមែនទេឡានដឹកទំនិញខូចពួកខ្ញុំរុញវាទៅជាងឡានគូសំណាងហើយដែលនៅចិត្តព្រះឲ្យអ្នកប្រកាសជាហត់ណាស់គឺវីរៈគ្រាន់តែញកក្បាលគាត់អង្គុយជូតមុខដោយដៃទាំងពីរពេលខ្លះខ្ញុំគិតថាជីវិតនេះពិបាកណាស់ប៉ុន្តែបើឃើញអូននិងគុសុជាតាក៏ភាពនឿយហត់ទាំងអស់ក៏បាត់ទៅក្បប់ផាអង្គុយនៅក្បែរគាត់អ្នកមិននៅម្នាក់ឯងទេគឺវីរៈអ្នកមានខ្ញុំគឺអ្នកមានគុសុជាតាក្បាទខ្ញុំដឹងថាវាជាអ្វីដែលធ្វើឲ្យខ្ញុំរឹងមាំយប់នោះក្បប់ផាធ្វើភេសជ្ជៈក្តៅហើយជួយគឺវីរៈជូតខ្លួនឲ្យស្ងួតសុជាតាក៏ដែលភ្ញាក់ពីដំណេកដោយយឺសំឡេងភ្លៀងក៏បានចេញមកទាំងភ្នែកក៏ងុយដេកប៉ាគុំធ្វើការច្រើនពេកសុជាតាក៏ស្រឡាញ់ប៉ាប្រយោគតូចនោះបានចាក់ទម្លុះបេះដូងគឺវីរៈជ្រៅជាងអ្វីទាំងអស់គាត់បានអបសុជាតាយ៉ាងណែន2-3 ខែបានកន្លងផុតទៅរដូវក៏ផ្លាស់ប្ដូរជីវិតក៏បន្តទៅមុខរហូតដល់ថ្ងៃមួយការផ្លាស់ប្ដូរដ៏ធំមួយបានមកដល់គឺវីរៈក៏បានទទួលការងារថ្មីពីក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយតួនាទីរបស់គាត់បានកើនឡើងក្លាយជាអ្នកគ្រប់គ្រងកងយន្តគាត់លែងចាំបាច់បើកឡានដឹកទំនិញពេញមួយថ្ងៃទៀតហើយទំនួលខុសត្រូវរបស់គាត់បានផ្លាស់ប្ដូរទៅជាការរៀបចំលំហូរការងាររបស់អ្នកបើកឡានដឹកទំនិញផ្សេងទៀតនិងធានាថាទំនិញទៅដល់ទាន់ពេលប្រាក់ខែរបស់គាត់ធំជាងពេលវេលារបស់គាត់មានស្ថិរភាពជាងហើយសំខាន់បំផុតគាត់មិនចាំបាច់ឃ្លាតឆ្ងាយពីក្រុមគ្រួសារញឹកញាប់ដូចមុននោះទេនៅពេលឮដំណឹងនោះក្បប់ផាបិទមាត់របស់នាងទប់អារម្មណ៍វីរៈនេះអស្ចារ្យណាស់គឺបាទទីបំផុតខ្ញុំមានការងារដែលមិនធ្វើឲ្យអូនរងចាំទៀតហើយគូសុជាតាក្អប់វីរៈខណៈស្រែកថាប៉ាបានការងារថ្មីហើយប៉ាពូកែណាស់គឺថ្ងៃនោះពួកគេបានប្រារព្ធពិធីដោយសាមញ្ញក្បប់ផាបានធ្វើមន្តដុតវីរៈក៏បានទិញការ៉េមសម្រាប់គូសុជាតាហើយពួកគេទាំង3នាក់បានញ៉ាំអាហារខណៈសើចនិយាយអំពីអនាគតប៉ុន្តែសុភមង្គលមិនបានឈប់នៅទីនោះទេជាមួយនឹងប្រាក់ចំណូលកាន់តែល្អពួកគេបានពង្រីកបន្ទប់ខាងក្រោយផ្ទះឲ្យក្លាយជាផ្ទះបាយធំជាងក្បប់ផាចាប់ផ្ដើមទទួលការកម្មង់ម្ហូបក្នុងចំនួនច្រើនបន្តិចម្ដងអាជីវកម្មរបស់នាងបានរីកចម្រើនក្លាយជាអាជីវកម្មម្ហូបអាហារតូចមួយដែលល្បីល្បាញក្នុងភូមិផ្ទះរបស់ពួកគេបានក្លាយជាមជ្ឈមណ្ឌលសកម្មភាពអ្នកជិតខាងបានមកទិញម្ហូបក្មេងឧស្សាហ៍លេងនៅទីធ្លាសុជាតាជួយម្ដាយរបស់នាងរាប់ការកម្មង់ខណៈរៀនអានលេខ
ល្ងាចមួយគឺវីរៈត្រឡប់មកពីការិយាល័យថ្មីរបស់គាត់បានឃើញគុសុជាតាអង្គុយនៅតូចៗមួយខណៈកំពុងគូររូបឡានដឹកទំនិញហ្វីសូដ៏ធំនេះជារូបប៉ាប៉េធ្វើការពីមុនគុសុជាតានិយាយដោយមោទនភាពវីរៈយករូបនោះមកមើលយូរការចងចាំអំពីការធ្វើដំណើរដ៏វែងឆ្ងាយកម្ដៅថ្ងៃដ៏ក្ដៅខ្លាំងភ្លៀងភាពនឿយហត់និងការតស៊ូទាំងអស់បានរំលែកក្នុងគំនិតរបស់គាត់ប៉ុន្តែឥឡូវនេះគាត់ឈរក្នុងបន្ទប់ទទួលភ្ញៀវផ្ទះរបស់ខ្លួនឯងជាមួយកូននិងប្រពន្ធនៅក្បែរគាត់ហើយពិភពលោកមានអារម្មណ៍កក់ក្ដៅជាងមុនឆ្ងាយគឺរូបភាពនេះស្អាតណាស់គឺគាត់និយាយគឺសុជាតាញឹមយ៉ាងទូលាយគឺសុជាតាគូស្រឡាញ់ប៉ាសុជាតាគូស្រឡាញ់ម៉ាក់យើងជាគ្រួសារពាក្យសម្ដីនោះសាមញ្ញប៉ុន្តែអាចរំជួលចិត្តមនុស្សពេញវ័យពីរនាក់ដែលស្ដាប់វាយប់នោះនៅពេលគសុជាតាដេកលក់ហើយគឺវីរៈនិងក្បុផាអង្គុយនៅរៀនហាលដូចទម្លាប់ចាស់ខ្យល់ពេលយប់បានគ្របដណ្ដប់ពួកគេដោយសន្តិភាពវីរៈក្បុផានិយាយយ៉ាងទន់ភ្លន់ពេលខ្ញុំវង្វេងពីមុនខ្ញុំមានអារម្មណ៍ថាពិភពលោកត្រៀមនឹងបោះបង់ខ្ញុំចោលក៏ប៉ុន្តែតាមពិតពិភពលោកចង់ផ្ដល់ឲ្យខ្ញុំនៅអ្នកវីរៈកាន់ដៃក្បុផាក៏ឲ្យអូនមកផ្លាស់ប្ដូរជីវិតខ្ញុំអូនមកធ្វើឲ្យខ្ញុំមានគោលបំណងពួកគេសម្លឹងមើលគ្នាទៅវិញទៅមករួចសម្លឹងមើលបង្អួចបន្ទប់គឺសុជាតាដែលមានពន្លឺស្រអាប់យើងបានដើរឆ្ងាយណាស់ហើយគឺវីរៈនិយាយយឺតក៏ហើយយើងនៅតែបន្តដើរក្បុផាឆ្លើយ3នាក់នៅទីធ្លាផ្កាឈូករត់ទៅលាស់តិចដោយខ្យល់បក់ហាក់ដូចជាមុខក្បាលយល់ព្រមនឹងការសន្យាដែលពួកគេបានធ្វើនៅយប់នោះហើយកណ្ដាលភាពស្ងៀមស្ងាត់នៃភូមិដ៏សន្តិភាពគ្រួសារតូចនោះបានបោះជំហានទៅអនាគតម្ដងទៀតជាមួយនឹងក្តីស្រឡាញ់ដែលកើតចេញពីអំពើល្អតូចជាមួយនឹងផ្ទះដែលត្រូវបានសាងសង់ពីការខិតខំប្រឹងប្រែងនិងជាមួយនឹងពន្លឺគុសុជាតាដែលនឹងបំភ្លឺជីវិតរបស់ពួកគេជានិច្ចរឿងរបស់ពួកគេមិនទាន់ចប់ទេរឿងរបស់ពួកគេទើបតែចាប់ផ្ដើមពិតប្រាកដឆ្នាំបានផ្លាស់ប្ដូរដូចជាទំព័រសៀវភៅដែលត្រូវខ្យល់បក់គុសុជាតាឥឡូវនេះមានអាយុ6ឆ្នាំហើយនាងបានលូតលាស់ក្លាយជាក្មេងឆ្លាតរីករាយនិងមានទំនុកចិត្តរាល់ព្រឹកនាងក្រោកពីដំណេកដោយភ្នែកភ្លឺថ្លាហើយរៀបចំឯកសណ្ឋានសាលាតូចរបស់នាងខណៈហៅពុកម្ដាយទាំងពីរដោយភាពរីករាយក្ប៉ាម៉ាក់លឿនឡើងសុជាតាមិនចង់យឺតទេក្បុផានិងកវីរៈគ្រាន់តែអាចញឹមនៅពេលឃើញការផ្លាស់ប្ដូរដ៏ធំនៅក្នុងជីវិតរបស់ពួកគេផ្ទះជួលតូចដែលពីមុនជាកន្លែងចាប់ផ្ដើមឥឡូវនេះត្រូវបានជំនួសដោយផ្ទះសាមញ្ញមួយដែលពោរពេញដោយភាពកក់ក្ដៅពណ៌អតីតកាលដែលស្រអាប់បានប្រែក្លាយទៅជាពណ៌អនាគតដែលពោរពេញដោយក្តីសង្ឃឹមអាជីវកម្មរបស់កបុផាក៏បានរីកចម្រើនយ៉ាងឆាប់រហ័សដំបូងនាងគ្រាន់តែធ្វើការកុម្ម៉ង់តូចប៉ុណ្ណោះប៉ុន្តែដោយសារការខិតខំប្រឹងប្រែងនិងរសជាតិអាហារដែលឆ្ងាញ់ជាប់លាប់នាងក៏ចាប់ផ្ដើមទទួលការកុម្ម៉ង់ធំពីសាលារៀនមណ្ឌលសុខភាពនិងសូម្បីតែការិយាល័យតូចមួយចំនួននៅក្នុងទីក្រុងនៅក្នុងផ្ទះបាយផ្ទះនោះក្លិនអាហារតែងតែសាយភាយរាល់ព្រឹកឆ្នាំងធំពុះកន្ត្រកនំប៉័ងត្រូវបានដុតហើយសំឡេងឧបករណ៍ចម្អិនអាហារបន្លឺឡើងក្បុផាធ្វើការដោយរហ័សរហួនខណៈសុជាតាឧស្សាហ៍អង្គុយនៅតូចមួយខណៈគូរូបមើលម្ដាយរបស់នាងគឺម៉ាក់ពេលសុជាតាធំឡើងសុជាតាចង់ជួយម៉ាក់នាងនិយាយក្បុផាគឺញឹមខណៈកូនម្សៅឧពិតណាស់គឺតែឥឡូវគុសុជាតាក៏ផ្ដោតលើការរៀនសិនគុសុជាតាចង់ឆ្លាតដើម្បីអាចជួយប៉ានិងម៉ាក់បុពាក្យសម្ដីតូចទាំងនោះតែងតែធ្វើឲ្យទ្រូងក្បុផាកក់ក្ដៅខណៈពេលនោះការងាររបស់គឺវីរៈនៅការិយាល័យក្រុមហ៊ុនដឹកជញ្ជូនកាន់តែមានស្ថិរភាពគាត់លែងចាំបាច់បើកឡានដឹកទំនិញពេញមួយថ្ងៃទៀតហើយតួនាទីរបស់គាត់ជាអ្នកគ្រប់គ្រងកងយន្តធ្វើឲ្យគាត់ចូលរួមក្នុងការសម្របសម្រួលដ៏ធំគាត់បានរៀនអានរបាយការណ៍គាត់បានរៀនគ្រប់គ្រងពេលវេលានិងរៀបចំអ្នកបើកឡានដឹកទំនិញផ្សេងទៀតដោយឆ្លៀសវៃប៉ុន្តែទំនួលខុសត្រូវដ៏ធំក៏បានផ្ដល់សម្ពាធផងដែរមានថ្ងៃដែលគូវីរៈត្រឡប់មកផ្ទះវិញដោយទឹកមុខពោពេញដោយបន្ទុកនាំមកនូវភាពនឿយហត់ដែលមិនអាចបាត់ទៅវិញដោយគ្រាន់តែគេងក្បុផាតែងតែដឹងថាប្តីរបស់នាងកំពុងទ្រាំទ្រអ្វីមួយដែលធ្ងន់ធ្ងរនៅពេលណាគឺអ្នកមើលទៅសោកសៅក្បុផានិយាយនៅយប់មួយគឺមិនសោកសៅទេគ្រាន់តែគិតច្រើនក៏ខ្ញុំខ្លាចមិនអាចថែរក្សាអ្នកទាំងពីរបានល្អអ្នកបានធ្វើលើសពីគ្រប់គ្រាន់ហើយគឺអ្នកជាប្តីដ៏អស្ចារ្យគឺប៉ាដ៏ល្អបំផុតសម្រាប់គូសុជាតាវូវីរៈសម្លឹងមើលក្បុផាយូមានអារម្មណ៍ថាការភ័យខ្លាចទាំងអស់របស់គាត់ចុះខ្សោយនៅចំពោះមុខភាពកក់ក្ដៅរបស់ស្ត្រីនោះពី
ពីរបីខែក្រោយមកឱកាសដ៏ធំមួយបានលេចឡើងក្រុមហ៊ុនដែល Goviria ធ្វើការបានបើកកម្មវិធីបណ្ដុះបណ្ដាលគ្រប់គ្រងសម្រាប់បុគ្គលិកដែលមានសក្ដានុពលក្នុងការឡើងតំណែងប្រសិនបើវីរៈចូលរួមហើយជោគជ័យគាត់អាចត្រូវបានដំឡើងតំណែងជាប្រធានផ្នែកដឹកជញ្ជូនប្រាក់ខែរបស់គាត់កើនឡើងម៉ោងធ្វើការរបស់គាត់កាន់តែមានស្ថិរភាពហើយសំខាន់បំផុតអនាគតគ្រួសាររបស់គាត់កាន់តែភ្លឺស្វាងវីរៈអ្នកត្រូវតែចូលរួមក្បផានិយាយដោយម៉ឺងម៉ាត់ប៉ុន្តែការបណ្ដុះបណ្ដាលគឺ3ខែវខ្ញុំត្រូវទៅទីក្រុងធំគូខ្ញុំនឹងកំមត្រឡប់មកផ្ទះវិញគូសុជាតានិងខ្ញុំអាចរស់នៅបានកនេះសម្រាប់អនាគតរបស់យើងគូសុជាតាពុខិតចូលមកចិត្តខណៈកាន់ដៃគវីរៈប៉ាទៅរៀនដើម្បីក្លាយជាមនុស្សពូកែណាស់គេបាត់កូនប៉ាត្រូវរៀនបន្ថែមទៀតគូសុជាតាគូញឹមតូចអ៊ូសុជាតារងចាំប៉ាការសម្រេចចិត្តនោះទីបំផុតត្រូវបានធ្វើឡើងនៅថ្ងៃចេញដំណើរគវីរៈឈរនៅមុខផ្ទះខណៈកាន់កាបូបធំមួយបុប្ផាឈរនៅក្បែរគាត់កាន់ដៃគូសុជាតាយ៉ាងណែនបរិយាកាសមានអារម្មណ៍ដូចជាការចាប់ផ្ដើមនៃជំពូកថ្មីដែលពួកគេមិនបានរំពឹងទុកពីមុនមកថែរក្សាផ្ទះផងគវីរៈនិយាយគូខ្ញុំថែរក្សាគូសុជាតាក៏ថែរក្សាដែរគបុប្ផាឆ្លើយគូសុជាតាគឺលើកដៃតូចរបស់នាងក្ប៉ាសូមប្រុងប្រយ័ត្នគវីរៈថាប់ក្បាលកូនរបស់គាត់រួចសម្លឹងមើលគបុប្ផាដោយភ្នែកដែលពោពេញដោយអត្ថន័យក្បីខែទៀតខ្ញុំនឹងត្រឡប់មកវិញក៏ខ្ញុំរងចាំគបុប្ផានិយាយឡានក្រុងបានចេញដំណើរយឺតនាំគវីរៈចេញឆ្ងាយបុប្ផាក្អប់សុជាតាក៏ខណៈសម្លឹងមើលយានជំនិះដែលនាំប្តីរបស់នាងបាត់ទៅនៅចុងផ្លូវថ្ងៃដែលគ្មានគវីរៈយឺមានអារម្មណ៍ចម្លែកនៅពេលដំបូងគបុប្ផាត្រូវមើលថែអ្វីទាំងអស់តែម្នាក់ឯងអាជីវកម្មម្ហូបអាហារផ្ទះសុជាតានិងខ្លួនឯងនាងក្រោកពីព្រលឹមគេងយឺតមានថ្ងៃដែលខ្លួនរបស់នាងហត់នឿយយ៉ាងខ្លាំងប៉ុន្តែនាងមិនដែលអនុញ្ញាតឲ្យគូសុជាតាគូមានអារម្មណ៍បែបនោះទេសុជាតាជួយតាមដែលអាចធ្វើទៅបាននាងបោះទីធ្លារៀបចំចានហើយជូនការកំរំដាយរបស់នាងដោយបទចម្រៀងតូចម៉ាក់កុំសោកសៅអីក៏ប៉ានឹងត្រឡប់មកវិញក៏ប្រយោគសាមញ្ញនោះបានក្លាយជាថ្នាំសម្រាប់ប្រលឹងបុប្ផាអស់រយៈពេល3ខែពួកគេបានទំនាក់ទំនងតាមរយៈ Video Call គវីរៈមើលទៅរវល់ប៉ុន្តែស្នាមញញឹមរបស់គាត់នៅតែដែលគបុប្ផាក៏ខ្ញុំរៀនបានច្រើនណាស់មិត្តភ័ក្តិនៅទីនេះពូកែណាស់អូនក៏ពូកែដែរសុជាតាយ៉ាងម៉េចហើយសុជាតាតែងតែលោតចូលទៅក្នុងអេក្រង់កប៉ាសុជាតាទទួលបានពិន្ទុល្អពេលតូចបែបនេះបានលុបបំបាត់ភាពនឹកស្មានទោះបីជាមិនទាំងស្រុងក៏ដោយទីបំផុតថ្ងៃដែលរងចាំក៏មកដល់គវីរៈបានត្រឡប់មកវិញឡានក្រុងឈប់នៅមុខភូមិហើយគវីរៈចុះមកដោយទឹកមុខស្រស់ថ្លានិងមានទំនុកចិត្តជាងមុនគាត់ថែមទាំងមើលទៅកាន់តែចាស់ទុំកាន់តែត្រៀមខ្លួនបុប្ផានិងគសុជាតាក៏រត់ទៅទទួលគាត់គវីរៈប៉ាគាត់អបពួកគេទាំងពីរនាក់យ៉ាងណែនហាក់ដូចជាមិនចង់លេងទៀតទេក្នុងរយៈពេល2-3សប្តាហ៍ការប្រកាសក៏បានមកដល់គវីរៈត្រូវបានដំឡើងតំណែងជាផ្លូវការគាត់ឥឡូវនេះជាប្រធានផ្នែកដឹកជញ្ជូនតំណែងដែលមានទំនួលខុសត្រូវធំប៉ុន្តែមានស្ថិរភាពនៅពេលឮដំណឹងនោះគបុប្ផាក៏ស្រក់ទឹកភ្នែកអ្នកបានដើរឆ្ងាយណាស់គវីរៈខ្ញុំគ្រាន់តែចង់ឲ្យអ្នកនិងគូសុជាតាក៏រស់នៅបានល្អយើងរស់នៅបានល្អដោយសារតែអ្នកដំណឹងនោះបាននាំមកនៅការផ្លាស់ប្ដូរផ្សេងទៀតឥឡូវនេះពួកគេមានប្រាក់សន្សំគ្រប់គ្រាន់ដើម្បីពង្រីកផ្ទះពួកគេបានធ្វើបន្ទប់ថ្មីសម្រាប់គូសុជាតាពួកគេបានសង់ផ្ទះបាយធំជាងសម្រាប់អាជីវកម្មរបស់គបុប្ផាពួកគេបានបន្ថែមបន្ទប់ទទួលភ្ញៀវដើម្បីទទួលភ្ញៀវនិងអតិថិជនផ្ទះនោះឥឡូវនេះមិនមែនគ្រាន់តែជាអគារនោះទេផ្ទះនោះជាភស្តុតាងនៃការធ្វើដំណើរដ៏វែងឆ្ងាយនៃក្តីស្រឡាញ់ការខិតខំប្រឹងប្រែងនិងភាពក្លាហានក្នុងការជ្រើសរើសគ្នាទៅវិញទៅមកសុជាតាក៏បានក្លាយជាសិស្សដែលមានទេពកោសល្យនាងឧស្សាហ៍ទទួលបានវិញ្ញាបនបត្រអានលឿនជួនកាលគបុប្ផាក៏សម្លឹងមើលកូនស្រីរបស់នាងយូរមិនជឿលើវាសនាដែលបាននាំពួកគេទាំង3នាក់មកជួបគ្នាយប់មួយពួកគេអង្គុយនៅរានហើរផ្ទះខណៈរីករាយនឹងខ្យល់អាកាសសុជាតាអង្គុយលើភ្លៅគវីរៈខណៈញ៉ាំការ៉េមតូចមួយគបុប្ផាអង្គុយលើកៅអីសីសម្លឹងមើលពួកគេដោយភ្នែកទន់ភ្លន់កប៉ាសុជាតានិយាយពេលសុជាតាធំឡើងសុជាតាចង់នាំប៉ានិងម៉ាក់ដើរលេងគវីរៈខ្សែតិចកវ៉ាទៅណាសុជាតាចង់ទៅប្រទេសម៉ាក់ចង់ឃើញព្រើបុប្ផាគូសម្លឹងមើលគវីរៈយើងពិតជាមិនធ្លាប់ទៅទីនោះទេគវីរៈងក់ក្បាលក្បាត់
ថ្ងៃណាមួយយើងនឹងទៅទាំង3នាក់គឺសុជាតាផ្ទះដៃតូចរបស់នាងដោយរីករាយហើយក្រោមពន្លឺពេលយប់ដ៏ទន់ភ្លន់ពួកគេទាំង3នាក់អង្គុយជាមួយគ្នាគ្មានសំឡេងម៉ាស៊ីនឡានដឹកទំនិញគ្មានសំឡេងយំរបស់ទារកគ្មានការភ័យខ្លាចចំពោះអនាគតមានតែក្រុមគ្រួសារតូចមួយដែលធ្លាប់បានបង្កើតឡើងដោយសារតែការជួបគ្នាដ៏សាមញ្ញមួយនៅលើចិញ្ចើមផ្លូវក្តៅកាលពីច្រើនឆ្នាំមុនឥឡូវនេះពួកគេឈរយ៉ាងរឹងមាំនៅក្នុងអនាគតដែលពួកគេបានកសាងដោយក្តីស្រឡាញ់ញើសនិងភាពក្លាហានហើយដំណើររបស់ពួកគេនៅតែវែងឆ្ងាយពេលវេលាបន្តទៅមុខនាំមកនូវការផ្លាស់ប្ដូរយឺតប៉ុន្តែច្បាស់លាស់គឺសុជាតាឥឡូវនេះមានអាយុ9 ឆ្នាំហើយនាងបានលូតលាស់ខ្ពស់ដោយមានសក់ដែលចាប់ផ្ដើមវែងហើយភ្នែកដែលតែងតែបញ្ចេញនូវភាពចង់ដឹងចង់ឃើញរាល់ថ្ងៃនាងត្រឡប់មកពីសាលារៀនខណៈនិយាយវែងអំពីមិត្តភ័ក្តិរបស់នាងអំពីមេរៀនថ្មីឬអំពីអ្វីក៏ដោយដែលធ្វើឲ្យនាងចាប់អារម្មណ៍ផ្ទះតូចនោះឥឡូវនេះមានមនុស្សអ៊ូអរជាងមុនអាជីវកម្មម្ហូបអាហាររបស់កបុផាកាន់តែល្បីល្បាញក្នុងភូមិសូម្បីតែនៅក្នុងទីក្រុងក្បែរនោះផ្ទះបាយតែងតែពោពេញដោយក្លិនឈ្ងុយរាល់ព្រឹកហើយអ្នកទិញមកសួរទិញបន្តបន្ទាប់កបុផាបានក្លាយជាម្ដាយដ៏រឹងមាំនិងជាម្ចាស់អាជីវកម្មតូចតាចដ៏រឹងមាំម្នាក់នៅពេលនាងកូរឆ្នាំងធំនាងឧស្សាហ៍ច្រៀងបទចម្រៀងតូចដែលធ្វើឲ្យបរិយាកាសផ្ទះមានភាពកក់ក្ដៅវីរៈគឺជាមួយនឹងតួនាទីថ្មីរបស់គាត់ជាប្រធានផ្នែកដឹកជញ្ជូនឥឡូវនេះធ្វើការកាន់តែច្រើនជាមួយឯកសាររបាយការណ៍និងកិច្ចប្រជុំប៉ុន្តែគាត់តែងតែត្រឡប់មកផ្ទះវិញដោយទឹកមុខស្រស់ថ្លាជាងមុនព្រោះខ្លួនរបស់គាត់លែងត្រូវបានបង្ខំឲ្យធ្វើការងាររាងកាយខ្លាំងដូចពីមុនទៀតហើយគាត់អាចអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវខណៈអានកាសែតឬជួយកសុជាតាធ្វើកិច្ចការផ្ទះដោយគ្មានអារម្មណ៍នឿយហត់ដែលបំផ្លាញដូចពីមុនទៀតឡើយល្ងាចមួយដែលស្រស់ស្រាយគឺសុជាតាគូត្រឡប់មកពីសាលារៀនដោយជំហានយឺតមុខរបស់នាងមិនស្រស់ស្រាយដូចធម្មតាទេវីរៈដែលអង្គុយនៅរៀនហាបានចាប់អារម្មណ៍នាងភ្លាមគឺសុជាតាប្រហែលអ្វីថ្ងៃនេះមិនដូចធម្មតាវីរៈសួរយ៉ាងទន់ភ្លន់គឺសុជាតាអង្គុយសម្លឹងមើលដីពីរបីវិនាទីមុននឹងនិយាយតិចមិត្តភ័ក្តិរបស់ខ្ញុំថាខ្ញុំចម្លែកពេកខុសប្លែកពេកពួកគេថាខ្ញុំមិនមែនជាមនុស្សនៅទីនេះមិនមែនជាមនុស្សនៅទីនោះក៏ខ្ញុំភ័យខ្លាចវីរៈងាកទៅមាត់ទ្វារផ្ទះបុប្ផាមកទីនេះមួយសន្ទុះបុប្ផាចេញមកខណៈជូតដៃពីទឹកលាងចានពេលឃើញមុខសុជាតានាងក៏អង្គុយនៅក្បែរកូនស្រីរបស់នាងភ្លាមសុជាតាដកដង្ហើមវែងសុជាតាប្រហត់ណាស់ដែលខុសគ្នាពេលខ្លះគុសុជាតាចង់ដូចអ្នកដតីបុប្ផាកាន់ដៃសុជាតាកូនមិនបានកើតមកដើម្បីដូចអ្នកដតីទេកូនកើតមកដើម្បីជាខ្លួនឯងខ្វីរៈបន្ថែមដោយសំឡេងស្ងប់ស្ងាត់គឺសុជាតាកូនមិនមែនជាពាក់កណ្ដាលពីកន្លែងពីរនោះទេកូនទាំងមូលពីកន្លែងពីរកូនមានតម្លៃជាងអ្វីដែលពួកគេគិតទៅទៀតសុជាតាគួរសម្លឹងមើលឪពុកម្ដាយទាំងពីររបស់នាងហេតុអ្វីមនុស្សមិនឃើញរឿងនោះវីរៈញឹមកូនគ្រាន់តែមិនទាន់ដឹងទេពិភពលោកត្រូវការពេលវេលាដើម្បីស្គាល់មនុស្សពូកែសុជាតាញឹមតូចទោះបីភ្នែករបស់នាងនៅតែស្រក់ទឹកភ្នែកក៏ដោយនាងផ្អែកខ្លួនទៅក្បុប្ផាដែលអប់នាងតិចយប់នោះបន្ទាប់ពីគុសុជាតាដេកលក់ហើយក្បុប្ផាអង្គុយជាមួយគូវីរៈនៅក្នុងបន្ទប់ទទួលភ្ញៀវអ្នកដឹងទេពីមុនខ្ញុំក៏មានអារម្មណ៍ថាខុសប្លែកពេករហូតដល់ខ្ញុំជួបអ្នកគូវីរៈញឹមពីមុនខ្ញុំក៏មានអារម្មណ៍ថាមិនគ្រប់គ្រាន់សម្រាប់អ្នកដែរក៏ប៉ុន្តែយើងនៅតែស៊ូយើងនៅតែជាមួយនោះដោយសារតែយើងជឿថាផ្ទះមិនមែនជាកន្លែងទេប៉ុន្តែជាមនុស្សដែលនៅជាមួយយើងក្បុប្ផាកាន់ដៃប្តីរបស់នាងគឺអ្នកជាផ្ទះរបស់ខ្ញុំគឺវីរៈអ្នកជាផ្ទះរបស់ខ្ញុំដែរថ្ងៃបានកន្លងទៅកុសុជាតាក៏កាន់តែធំឡើងកាន់តែយល់ពីអត្ថន័យនៃខ្លួនឯងនាងចាប់ផ្ដើមសរសេរក្នុងសៀវភៅកំណត់ហេតុបង្ហាញអារម្មណ៍របស់នាងជាពាក្យសម្ដីនាងបានរៀនគូពិភពលោកពីភូមិដ៏កក់ក្ដៅដែលនាងធំធាត់និងប្រទេសដែលពោពេញដោយព្រើដែលម្ដាយរបស់នាងមកពីនាងចាប់ផ្ដើមស្វែងរកអត្តសញ្ញាណរបស់ខ្លួនឯងមិនមែនពីមិត្តអ្នកដទៃនោះទេប៉ុន្តែពីដំណើរដែលនាងបានឆ្លងកាត់ថ្ងៃមួយក្នុងរដូវវស្សានៅពេលខ្យល់សាំបក់បោកទីធ្លាផ្ទះសុជាតាបានទទួលការអញ្ជើញឲ្យចូលរួមប្រកួតប្រជែងនិយាយសុន្ទរកថាថ្នាក់ទីក្រុងប្រធានបទគឺអត្តសញ្ញាណខ្លួនឯងនាងបានពិចារណាយូរមុននឹងសម្រេចចិត្តចូលរួមនាងបានសរសេរសុន្ទរកថាអំពីខ្លួននាងអំពីការក្លាយជាកូនពីពិភពលោកពីរអំពីភាពស្រស់ស្អាតនៃភាពខុសគ្នាអំពីភាពក្លាហានក្នុងការជ្រើសរើសធ្វើជាខ្លួនឯងនៅពេលថ្ងៃប្រកួតប្រជែងមកដល់
អ្នកចូលរួមជាច្រើនបានឡើងឆាកដោយសម្លេងខ្លាំងប៉ុន្តែនៅពេលកុសុជាតាឧឈរនៅលើឆាកបន្ទប់ទាំងមូលស្ងាត់ជ្រុងសម្លេងរបស់នាងទន់ភ្លន់ប៉ុន្តែរាល់ពាក្យហាក់ដូចជាចាក់ទម្លុះបេះដូងអ្នកស្ដាប់ខ្ញុំកុសុជាតាក៏ខ្ញុំជាក្មេងកម្ពុជាក៏ខ្ញុំក៏ជាក្មេងមកពីប្រទេសឆ្ងាយដែរហើយខ្ញុំមិនចាំបាច់ជ្រើសរើសមួយណាទេព្រោះពិភពលោកទាំងពីរនោះបានបង្កើតខ្ញុំភាពខុសគ្នាមិនមែនជាហេតុផលដើម្បីបាត់បង់នោះទេគឺភាពខុសគ្នាគឺជាហេតុផលដែលខ្ញុំឈរនៅទីនេះនៅថ្ងៃនេះនៅពេលចប់សម្លេងទះដៃបានបន្លឺឡើងគណៈកម្មការបានក្រោកឈរពីកៅអីរបស់ពួកគេសុជាតាថែមទាំងបានឃើញគ្រូម្នាក់ជូតទឹកភ្នែកទៀតផងនាងបានឈ្នះការប្រកួតនោះនៅពេលនាងត្រឡប់មកផ្ទះវិញដោយកាន់ពានរង្វាន់គឺវីរៈបានលើកនាងខ្ពស់គឺមើលនេះកូនប៉ាជីជើងឯកបុប្ផាអបពួកគេទាំងពីរខណៈសើចកូនអស្ចារ្យណាស់គឺសុជាតាគ្រាន់តែញឹមអៀនសុជាតាគ្រាន់តែជាខ្លួនឯងគឺនោះជាអ្វីដែលអស្ចារ្យបំផុតបុប្ផានិយាយឆ្នាំបន្ទាប់បាននាំមកនៅការផ្លាស់ប្ដូរកាន់តែច្រើនអាជីវកម្មរបស់កបុប្ផាបានរីកចម្រើនក្លាយជាហាងតូចមួយគឺវីរៈកាន់តែត្រូវបានគេគោរពក្នុងនាមជាមេដឹកនាំដែលយុត្តិធម៌និងឆ្លៀសវៃហើយគូសុជាតាបន្តការសិក្សារបស់នាងដោយទំនុកចិត្តថ្មីនៅពេលគូសុជាតាគូមានអាយុ17ឆ្នាំនាងអង្គុយជាមួយឪពុកម្ដាយទាំងពីររបស់នាងនៅរៀនហើរផ្ទះខ្យល់ពេលយប់ដ៏ទន់ភ្លន់បានបក់បោកលើថ្ពាល់របស់នាងប៉ាម៉ាក់សុជាតាវដឹងថាគូសុជាតាចង់បានអ្វីហើយគឺវីរៈគូសម្លឹងមើលនាងដោយយកចិត្តទុកដាក់អ្វីទៅខ្ញុំចង់រៀនទំនាក់ទំនងអន្តរជាតិក៏ខ្ញុំចង់ក្លាយជាអ្នកភ្ជាប់វប្បធម៌ពីរខ្ញុំចង់ជួយក្មេងដូចខ្ញុំដែលភ័យខ្លាចអំពីអត្តសញ្ញាណរបស់ពួកគេក្បុប្ផាបិទមាត់របស់នាងទប់អារម្មណ៍នោះអស្ចារ្យណាស់គឺសុជាតាវវីរៈងក់ក្បាលដោយមោទនភាពកូនពិតជាត្រូវបានកំណត់វាសនាឲ្យដើរទៅមុខឆ្ងាយជាងយើងគូសុជាតាគូញឹមទាំងអស់នេះដោយសារតែអ្នកទាំងពីរយប់នោះពួកគេទាំង3នាក់អង្គុយជាមួយគ្នាក្រោមមេឃស្រឡះផ្កាយនានាមើលទៅច្បាស់ហាក់ដូចជាកំពុងអមដំណើរការសន្ទនារបស់ពួកគេគឺវីរៈបានបំបែកភាពស្ងៀមស្ងាត់គឺអ្នកដឹងទេពីមុនប៉ាគ្រាន់តែជាអ្នកបើកឡានដឹកទំនិញដែលឈប់នៅភ្លើងស្តុបប៉ុណ្ណោះប៉ាមិនដឹងថាជីវិតនឹងនាំប៉ាទៅណាទេខ្ញុំក៏មិនដឹងថាវាទៅដល់ឆ្ងាយបែបនេះដែរក្បុប្ផាបន្ថែមសុជាតាកាន់ដៃឪពុកម្ដាយទាំងពីររបស់នាងតែភ្លើងស្តុបនោះបានជួយសង្គ្រោះជីវិតមនុស្ស3នាក់ក្នុងពេលតែមួយពួកគេសាច់តិចប៉ុន្តែទឹកភ្នែករីករាយបានស្រក់ចុះយឺតនៅលើថ្ពាល់ក្បុប្ផាគូផ្ទះតូចដែលពីមុនសាងសង់ដោយការលំបាកឥឡូវនេះឈរយ៉ាងរឹងមាំជានិមិត្តរូបនៃក្តីស្រឡាញ់ដែលពួកគេបានថែរក្សាជាមួយគ្នាសុជាតាបានលូតលាស់คล้ายជាពន្លឺដែលបំភ្លឺផ្លូវរបស់ពួកគេហើយគឺវីរៈនិងក្បុប្ផាមនុស្សពីរនាក់មកពីពិភពលោកខុសគ្នាបានបង្ហាញថាស្នេហាមិនត្រូវការភាពឥតខ្ចោះនោះទេគឺគ្រប់គ្រាន់តែភាពក្លាហានដើម្បីទៅស៊ូនិងបន្តដំណើរជាមួយគ្នានៅពេលយប់កាន់តែជ្រៅខ្យល់បាននាំសម្លេងដ៏ទន់ភ្លន់បំផុតហាក់ដូចជាពិភពលោកក៏ញឹមទៅកាន់គ្រួសារនោះដែររឿងរបស់ពួកគេបានធ្លាក់ចុះរឿងរបស់ពួកគេបានក្រោកឈររឿងរបស់ពួកគេបានលូតលាស់ហើយទីបំផុតពួកគេបានរកឃើញអ្វីដែលមនុស្សគ្រប់រូបស្វែងរកផ្ទះមិនមែនមកពីជញ្ជាំងនិងដំបូលនោះទេប៉ុន្តែមកពីមនុស្សដែលពួកគេស្រឡាញ់ដំណើររបស់ពួកគេមិនទាន់ចប់ទេប៉ុន្តែសម្រាប់រឿងនេះនៅទីនេះហើយដែលវាបានរកឃើញកន្លែងឈប់មួយការបញ្ចប់ដ៏កក់ក្ដៅមួយការចាប់ផ្ដើមសម្រាប់រឿងជាច្រើនទៀតដែលនឹងមកដល់